ទីមួយគឺបានចាប់ផ្ដើមជាមួយនឹងបរិមម្នាក់បានណែនាំឈ្មោះរបស់គេមានឈ្មោះថាសានខូភើគេគឺបានរៀបរាប់ថាឈ្មោះនេះគឺជាឈ្មោះនៃគ្រួសារខូភើគេគឺបានសម្លាប់ដុតហើយក៏បានក្លាយទៅជាស្មៅនៃគ្រួសារខូភើគេគឺបានធ្វើតាមបទបញ្ជានៃគ្រួសារខូភើទោះអ្វីក៏ដោយក៏គេគឺបានធ្វើផងដែរទទួលបញ្ជាដោយមិនស្ទើរធ្វើទោះបីជាត្រូវប្រយុទ្ធដើម្បីគ្រួសារទោះបីជាសម្លាប់មនុស្សឬក៏សម្លាប់ព្រះក៏ដោយគេតែទទួលបានជាចំណេះសម្រាប់គ្រួសារជានិច្ចប៉ុន្តែចុងក្រោយគេបែរជាត្រូវបានគ្រួសារក្បត់ការក្បត់នៃគ្រួសារមួយនេះផងដែរគឺបានធ្វើឲ្យបរិមម្នាក់នេះត្រូវបានចោទប្រកាន់ថាគឺបានជួយសត្រូវដើម្បីធ្វើការវាយប្រហារមកកាន់គ្រួសារខូភើវិញហើយនៅទីបំផុតបរិមម្នាក់នេះក៏ត្រូវបានសម្លាប់និងត្រូវបានចោទប្រកាន់ដោយមេគ្រួសារថ្មីនៃគ្រួសារខូភើទោះជាគេគឺបានប៉ាសែតនិងមិនយល់អំពីហេតុផលនៃមួយគ្រួសារខូភើគឺបានដាក់ទោសគេក៏ដោយប៉ុន្តែគេគឺបានលើកពាក្យសម្ដីចេញពីមាត់មេគ្រួសារខូភើយ៉ាងច្បាស់ថាហើយគឺបានធ្វើអ្វីសម្រាប់គ្រួសារទាំងអស់មានដែរទេអញប្រាប់ការពិតទៅកាន់ឯងនៅច្បាស់ទៅចាប់តាំងពីឯងខ្លាយទៅជាស្មោរបស់អញសមត្ថភាពរបស់ឯងទាំងអស់នឹងខ្លាយទៅជារបស់អញហើយការវិវត្តឥតឈប់ឈររបស់ឯងនឹងបន្តចូលហូរមកកាន់រាងកាយរបស់អញនេះឬគឺជាប្រតិទិនដែលគេបាននិយាយនោះតាមពិតទៅពួកឯងគ្រាន់តែជាទាស្គរតែប៉ុណ្ណោះឥឡូវនេះឆាប់ស្លាប់ភ្លាមទៅពួកអាឡងងពួកឯងពិតជាគួរស្អប់ខ្លាំងមែនទេបើសិនជាមានជាតិក្រោយពិតអញច្បាស់ជាហែកឯងជាបំណែកជាមិនខានហើយនៅពេលនោះផងដែលយើងក៏បានឃើញថាគឺបានបើកភ្នែកម្ដងទៀតហើយគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដឹងថាទីនេះគឺជាកន្លែងណានោះទេពិតជាឆ្ងល់ថានេះគឺជារូបមានដែរទេប៉ុន្តែមិនមែនទេប៉ុន្តែវាហាក់ដូចជាស្តៀងនៅពេលនោះផងដែលយើងក៏បានឃើញមនុស្សស្រីម្នាក់គឺបានចាក់ទឹកមកលើទទួលឯកផលរបស់យើងហើយនាងគឺបានស្ដីបន្ទោនឹងថាអូខេជាខ្លាំងនៅពេលដែលអាសានគឺបានមើលមុខទៅកាន់នាងគឺបានតែកភ្លៀងទៅកាន់អាសានមកដៃហេតុអ្វីបានជាឯងហ៊ានមើលមុខបែបនេះកាន់អញនៅពេលនោះអាសានគឺបានចាប់អារម្មណ៍នឹងឆ្លងមើលមុខខ្លួនឯងភ្លាមនេះគឺជាមុខគេកាលពីគេមានអាយុ3ឆ្នាំនៅពេលនោះអាសានគឺបានសើចភ្លាមបញ្ចេញទាំងមុខយ៉ាងខើរបស់គេចេញមកនៅទីបំផុតគឺអញកើតម្ដងទៀតហើយគឺបានអស់សំណើចសើចនឹងជីវិតមួយនេះអញនឹងបំផ្លាញពួកឯងទាំងអស់កាត់ពួកឯងជាបំណែកនៅពេលនោះផងដែរមនុស្សពីរនាក់គឺបានដើរចូលមកឯងពងសើចគេចផុតចាប់យកដាវរបស់វាកាត់ដៃវាភ្លាមខូខ្លាំងមែនទែនពិតជាធ្វើអំណែកទៀតពិតជាភ័យអាមួយនេះគឺមានទេពកោសល្យខាងចំណេញដាវមែនដែរទេឱកាសដែលភពលោកគឺបានផ្ដល់ឲ្យអញនឹងមិនធ្វើការវាខកបំណងនោះទេចាប់ដើមសងសឹកទៅកាន់អ្នកដែលធ្វើបាបអញវិញនៅពេលនោះអាសានគឺបានគិតឲ្យយើងដឹងថាគ្រួសារខូភើគឺមានចំណេញមួយដែលធ្វើការដាក់ទៅលើកងទ័ពរបស់ពួកគេធ្វើឲ្យកងទ័ពរបស់ពួកគេក្លាយទៅជាកងទ័ពសម្មោលហើយនៅពេលនោះផងដែរកងទ័ពសម្មោលទាំងអស់នោះនឹងធ្វើការវាយទៅអស់ទៅតាមអ្វីដែលពួកគេបញ្ជាតាំងដាច់អហង្ការទោះបីជាត្រូវបានបងជីវិតក៏ដោយក៏ពួកគេមិនខ្វល់ផងដែរតែយើងគឺបានបង្ហាញពីទាហានវិញដែលត្រូវបានអាសាររបស់យើងគឺបានបើកការវាយប្រហារទៅកាន់គេនឹងឯងក៏ត្រូវបានក្មេងប្រុសម្នាក់គឺបានវាយគេមួយកំភ្លៀងនៅពេលនោះគេក៏បានបង្ហាញថាក្មេងប្រុសហ្នឹងមានឈ្មោះថាអាឡានដែលជាអ្នកស្នងអំណាចនៃគ្រួសារខូភើវាបែបមិនដោយសារតែគេគឺត្រូវបានអាសានរបស់យើងវាយប្រហារនឹងឯងចង់ចាត់ការទៅកាន់អាសានរបស់យើងដូចគ្នាផងដែរប៉ុន្តែក៏ត្រូវបានម្ដាយរបស់គេចែងមកតនហាមឃាត់ទៅកាន់គេម្ដាយរបស់គេមានឈ្មោះថាហេរ៉ាខូភើហេរ៉ានាងគឺបាននិយាយប្រាប់ទៅកាន់កូនរបស់នាងថាវាគ្រាន់តែជារឿងធម្មតាតែប៉ុណ្ណោះកុំខ្វល់អីប៉ុន្តែក៏បានសើបទៅកាន់កូនរបស់នាងថាបន្ទាប់ពីថ្ងៃនេះឯងគឺចង់ធ្វើអ្វីក៏បានដែរឡានបានយល់ព្រមជាមួយនឹងម្ដាយរបស់គេដូចគ្នាម្ដាយរបស់គេគឺបានរៀបចំអំពីរឿងនេះឲ្យកូនប្រុសរបស់គេនិងអនាគតរបស់គេបន្តមកក៏បានប្រាប់ឲ្យអ្នកបម្រើរបស់នាងរៀបចំអំពីបញ្ហាទាំងអស់នេះឲ្យរួចរាល់នៅពេលដែលលោកម្ចាស់អេឡិនគឺបានចាកចេញអាចថាលោកម្ចាស់អេឡិនគឺជាឪពុករបស់អាឡានគឺជាប្តីរបស់ហេរ៉ាខូភើនឹងឯងបន្តមកអាឡានគឺបានចាក់ទឹកសម្បត្តិហើយក៏បាននាំគ្នាស្បត់ខ្លាយទៅជាកងទ័ពសម្មោលនៃគ្រួសារខូភើនៅពេលដែលអ្នករកគ្នាគឺបានស្បត់និងធ្វើការសច្ចានោះមានទទួលឯកផលរបស់យើងអាសានតែប៉ុណ្ណោះដែលមិនបានធ្វើការស្បត់និងគោរពទៅតាមពាក្យសម្ដីដែលអាឡានគឺបាននិយាយគ្រាន់តែញញឹមនិងធ្វើការផឹកទឹកសម្បត្តិនោះតែប៉ុណ្ណោះនៅពេលដែលបានផឹកទឹកសម្បត្តិនោះហើយអ្នកគ្រប់គ្នាគឺបានសន្លប់ភ្លាមចំណែកអាឡានវិញគឺបាននិ
និយាយថាពួកឯងគ្រាន់តែជាមនុស្សល្ងងតែប៉ុណ្ណោះពួកឯងគឺមិនអាចក្បត់អំពីពាក្យសម្បត្តិដែលបានស្បត់ជាមួយនឹងទឹកបរិសុទ្ធនោះទេបានបន្តជារបស់គេចោះចូលក្បួននៃពាក្យសម្បត្តិហើយសមត្ថភាពរបស់ពួកឯងទាំងអស់គ្នានឹងជួយគ្រប់គ្រងអញឲ្យខ្លាយទៅជាអ្នកដែលមានទេពកោសល្យមិននឹកស្មានថាការធ្វើបែបនេះវាពិតជាសាមញ្ញនិងងាយស្រួលបែបនេះសោះគេមានអារម្មណ៍ថាពោពេញទៅដោយថាមពលគេគួរតែរាយការណ៍ដំណឹងមួយនេះទៅឲ្យម្ដាយរបស់គេគឺបែនដឹងអំពីភាពជោគជ័យរបស់គេផងដែរប៉ុន្តែភ្លាមគេគឺមិនអាចកម្រើកបែននោះទេបានដួលចុះហើយពិតជាឆ្ងល់ថាហេតុអ្វីបានជាមិនអាចកម្រើកបែនមានរឿងអ្វីកើតឡើងប៉ុន្តែក៏បានលើសំឡេងបរិម្នាក់ដែលគឺជាបែនផងដែរទឹកមួអាសានពិតជាកាយខ្លាំងមែនទែននៅពេលនេះឯងកំពុងតែភ័យខ្លាចមានដែរឬទេប៉ុន្តែអញនឹងធ្វើឲ្យឈឺចាំម្ដងបន្តិចនឹងចោលអារម្មណ៍មួយនេះយោដារបស់គេនឹងចាក់ចូលទៅកាន់ដីធ្វើមានធម៌ពលយ៉ាងខ្លាំងគឺបានចេញឡើងនៅពេលនោះផងដែរអាឡានមានអារម្មណ៍ថាឈឺបេះដូងផងដែរហើយនេះគឺជារេវេទមន្តនៃពាក្យសម្បត្តិដែលអាឡានគឺបានដាក់លើអ្នករាល់គ្នាប៉ុន្តែឥឡូវនេះអាសានគឺបានដាក់មកលើគេវិញម្ដងហើយតែចង់ធ្វើអ្វីកាលពីជីវិតមុនរបស់អញគឺបានលះបង់អ្វីដើម្បីឲ្យឯងប៉ុន្តែឯងគឺបានតបស្នងមកកាន់អញបែបនោះដូច្នេះហើយជីវិតមួយនេះអញធ្វើការសងវាទៅកាន់ឯងវិញនៅពេលនោះផងដែរហេរ៉ានាងមានការភ្ញាក់ផ្អើលខ្លាំងមែនទែននេះគឺជាសម្លេងរបស់អាឡែនមានរឿងអ្វីកើតឡើងនៅបរិយារបស់នាងគឺបាននិយាយផងដែរថាដោយសារតែថាមកពលជាមួយនឹងមនុស្សច្រើនពេកដូច្នេះហើយអាឡែនគឺមិនអាចថមធរបានជាមួយថាមកពលដ៏លើសលប់ទៅធ្វើគេដួលស្លាប់បែបនេះនឹងឯងវាគ្រាន់តែជារឿងប៉ុណ្ណឹងទេមែនដែរទេគឺបានសម្លឹងទៅលើកូនរបស់នាងវាហាក់ដូចជាស្ងួតស្ងាត់ជាងមុនដែលគេគឺមានអារម្មណ៍ថាមានរឿងអ្វីកើតឡើងមួយចំពោះគេប៉ុន្តែគេមិនអាចចងចាំបាននោះទេហេរ៉ានាងបានងាយក្បាលទៅកាន់អាឡែនប្រាប់ថាមិនបាច់ខ្វល់នោះទេពួកគេគ្រាន់តែជាសមររបស់ឯងតែប៉ុណ្ណោះហើយឯងគឺជាគ្រាន់តែនិយាយបោនេះអាឡែនគឺបាននិយាយវិញគេគឺជាម្ចាស់នៃគ្រួសារខបភើនៅពេលណាគាត់ចំណាយឲ្យនាងគ្រាន់តែជាឆ្កែញីដែលកើតមកសម្រាប់តែធ្វើការឲ្យគេតែប៉ុណ្ណោះមានទេម៉ែការបញ្ចេញនូវកាយវិការនិងចរិតបែបនេះពិតជាធ្វើម្ដាយរបស់គេពេញចិត្តខ្លាំងមែនទែនខណៈពេលដែលម្ដាយខ្លួនរបស់អ្នកទាំងពីរកំពុងតែសើចសប្បាយហ្នឹងយើងក៏បានឃើញថាជនទី3ម្នាក់គឺបានមើលទៅកាន់អ្នកទាំងពីរផងដែរវាពិតជាស្នេហារវាងម្ដាយនិងកូនមែនប៉ុន្តែជាអកុសលពិតជាគួរអាណិតខ្លាំងមែនទែនដោយសារតែចាប់ពីថ្ងៃនេះតទៅអាឡានខូភើគឺជាសមររបស់ខ្ញុំវិញម្ដងហើយការពីជីវិតមុនរបស់គេគឺបានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់គ្រួសារមួយនេះហើយក៏បានរកឃើញនៅកំណត់ត្រាមួយចំនួនទាក់ទងជាមួយនឹងប្លានមេជីងដោយសារតែហេតុនេះផងដែរពួកគេគឺបានដុតវាចោលប៉ុន្តែជាអកុសលអាសានគឺបានអានខ្លឹមសាររបស់វាចាំហើយក៏អាចប្រើប្រាស់វាដើម្បីជួយគេនៅក្នុងជីវិតនេះផងដែរទោះបីជាវាត្រូវលះបង់នៅសាច់ឈាមមិនតែក៏ដោយប៉ុន្តែគឺបានរះដូរជាមួយនឹងអាឡានខូភើខ្លាចទៅជាអ្នកបម្រើរបស់គេវិញម្ដងប៉ុន្តែនៅពេលដែលគេមានអាយុ3ឆ្នាំបែបនេះវាហាក់ដូចជាកម្លាំងរបស់គេមិនទាន់គ្រប់គ្រាន់នោះទេដូច្នេះហើយចាប់ពីថ្ងៃនេះតទៅគេត្រូវតែខ្លាំងជាងថ្ងៃនេះជានិច្ចនិងខ្លាំងតទៅជារៀងរហូតផងដែរសេរឿងគឺបានកាន់មកដល់ច្រាំងចោតដែលធ្វើការធ្វើតែទៅកាន់កងទ័ពស្មៅទាំងអស់គ្នាពួកការវឹកហាត់ពួកគេតស៊ូរហូតដល់ស្លាប់ប្រយុទ្ធជាមួយនឹងសត្វ Griffin ធ្វើការប្រយុទ្ធដល់ស្លាប់រហូតដល់មានកងទ័ពស្មៅម្នាក់គឺបានឡើងដល់កំពូលហើយទទួលបានរាងកាយដែលមិនចេះរបួសនិងក្លាយទៅជាកងទ័ពស្មៅដ៏អស្ចារ្យនៅពេលនោះផងដែលយើងក៏បានឃើញមនុស្សម្នាក់គឺបានរៀបរាប់ថាអ្នករាល់គ្នាមានរយៈពេល3ថ្ងៃដើម្បីឡើងទៅដល់កំពូលនៃកំពូលភ្នំមួយនោះហើយក៏ត្រូវចាំផងដែរថាប្រសិនបើណាម្នាក់គឺមិនបានឡើងដល់កំពូលភ្នំមួយនោះទេឬក៏ត្រឡប់ក្រោយវិញអ្នកនោះច្បាស់ជាត្រូវស្លាប់ជាមិនខានបន្តមកក៏បានបញ្ជាអ្នករាល់គ្នាក្នុងនេះរត់ទៅចំណែកសានវិញគឺមិនខ្វល់នោះទេដោយយ៉ាងប្រងើយតែម្ដងគេចង់ស្គាល់ថាក្មេងម្នាក់នេះឈ្មោះអ្វីសានខូភើជាងបានឃើញថាក្មេងរាល់គ្នាគឺបានរត់តាមផ្លូវធម្មតាចំណែកអាសានគឺបានឡើងច្រាំងចោតតោងថ្មតាមធម្មតាប៉ុន្តែអាពីអ្នកនៅវិញគឺបានសើទៅកាន់អាសានរបស់យើងពិតជាឈួតខ្លាំងមែនទែនហើយគេគឺបានលើកនាឡិកាមកមើលថាវាគួរតែដល់ពេលហើយ
បន្តមកយើងក៏បានលើសំឡេងមួយពិតជាព្រួយខ្លាំងមែនទែនធ្វើឲ្យក្មេងគ្រប់គ្នាមានការភ័យខ្លាចវាគឺជាបិសាច Griffin នៅពេលនោះសត្វបិសាច Griffin គឺបានសម្លាប់ទៅកាន់ក្មេងគ្រប់គ្នានៅឯក្រោមចំណែកឯសាររបស់យើងវិញគឺបានព្យាយាមតោងឡើងជាមួយនឹងច្រាំងចោលមួយនេះផងដែលគេបានតោងឡើងឃើញដោយសារសពក្មេងជាច្រើនដែលត្រូវបានសម្លាប់ដោយសត្វ Griffin ហើយវាគឺបានសម្លាប់សម្លឹងទៅកាន់អាសានរបស់យើងផងដែរក៏ដូចគ្នានេះនៅពេលដែលឃើញបែបនេះហើយអ្នកមើលការក៏ត្រូវនឹងគឺបានដកព្រួយរបស់គេចេញមកបញ្ចេញតាមពោលទៅកាន់ព្រួយបន្តមកក៏បានទៅកាន់សត្វ Griffin ដើម្បីវាកាន់តែខឹងទៅកាន់អាសានដើម្បីធ្វើការប្រយុទ្ធនៅពេលនោះផងដែលសត្វ Griffin គឺបានលោតទៅវាប្រហែលទៅកាន់អាសានចំណែកអាសានរបស់យើងវិញហាក់ដូចជាតក់ស្លុតបន្តិចប៉ុន្តែគេនៅតែអាចធ្វើការគេចផុតយ៉ាងរហ័សពីសត្វ Griffin បញ្ចេញងាយស្រួលឡើងដល់កម្ពុជាយ៉ាងឆោតវាមិនមែនគឺជាការដើរតាមផ្លូវធម្មតានោះទេប៉ុន្តែវាគឺជាការសម្លាប់ទៅកាន់សត្វ Griffin ទាំងអស់នៅលើកម្ពស់ភ្នំហើយយើងក៏បានឃើញថានៅពេលដែលអាសានគឺបានវាប្រហែលទៅកាន់សត្វ Griffin មិនត្រឹមតែធ្វើអ្វីវាមិនបាននោះទេក៏ត្រូវបានសត្វ Griffin វាប្រហែលមកកាន់អាសានធ្វើឲ្យគេធ្លាក់មកកាន់ជួរវិញប៉ុន្តែជាផ្នែកល្អគេបានចាប់តោងថ្មតន់ហើយគេក៏បានឡើងមកវិញដើម្បីធ្វើការប្រយុទ្ធជាមួយនឹងសត្វ Griffin បន្តទៀតនៅពេលនោះផងដែរគេក៏បានសង្កេតឃើញរូងភ្នំមួយផងដែរគេគឺអាចប្រើប្រាស់វាដើម្បីយកឈ្នះសត្វ Griffin មែនប៉ុន្តែនៅពេលនោះសត្វ Griffin គឺបានបើកការវាប្រហែលទៅកាន់អាសានបន្តទៀតប៉ុន្តែត្រូវបានគេទេនោះទេគឺបានទប់ទល់និងធ្វើការវាប្រហែលទប់ទល់ជាមួយនឹងសត្វ Griffin នេះដើម្បីយកការវាប្រហែលរបស់គេនឹងធ្វើឲ្យអាសានរបស់យើងខ្ទេតចូលទៅកាន់រូងភ្នំនោះចូលតែម្ដងហើយវាគឺជាការល្អមួយនៅពេលនោះផងដែរក៏បានបញ្ចេញត្រីដែលជាពាក្យសម្បត្តិនោះផងដែរធ្វើឲ្យ Alan Cooper គឺត្រូវបានដួលសន្លប់ភ្លាមចំណែកអាសានរបស់យើងគឺបានខ្ទេតមកដល់រូងភ្នំផងដែរគេក៏បានព្យាយាមរត់ចូលផងដែរនៅពេលនោះសត្វ Griffin គឺបានមកដល់ Alan តែចង់រត់ទៅណែប៉ុន្តែភ្លាមយើងក៏បានឃើញថាអាសានគឺបានយកកូនរបស់សត្វ Griffin យកមកគំរាមគេហើយនៅពេលនោះគេក៏បាននិយាយចរចាគ្នាផងដែរឲ្យដោះលែងទៅកាន់កូនប្រុសរបស់គេទៅប៉ុន្តែអាសានរបស់យើងវិញក៏បាននិយាយផងដែរយើងមិនត្រឹមតែធ្វើការដោះលែងកូនប្រុសរបស់ឯនោះទេប៉ុន្តែយើងនឹងធ្វើឲ្យគេគឺអាចហោះបានទៀតផងប៉ុន្តែអញត្រូវជួយយើងរឿងមួយនៅពេលនោះផងដែរយើងក៏បានឃើញថាអ្នកត្រួតពិនិត្យទៅកាន់ឡានរបស់យើងនឹងគឺបានដើរចូលមកពួកគេពិតជាស្ងាត់ខ្លាំងមែនទែនប៉ុន្តែនៅពេលនោះផងដែរយើងក៏បានឃើញសត្វ Griffin យ៉ាងកាជាមួយនឹងអាសានរបស់យើងនៅពីលើគឺបានញើមឌឺទៅកាន់ពួកគេបានឲ្យសត្វ Griffin បើកការវាប្រហែលនឹងសម្លាប់ទៅកាន់អ្នកត្រួតពិនិត្យនោះបន្តមកវាដល់ពេលវេលាហើយដែលអាសានរបស់យើងនឹងតបស្នងនឹងធ្វើតាមកិច្ចព្រមព្រៀងរបស់ពួកគេទាំងពីរហើយយើងក៏បានឃើញថាអ្នកទាំងពីរគឺបានមកដល់កំពូលភ្នំដែលជាច្រកសម្ងាត់មួយក្នុងការធ្វើតែមួយនេះផងដែរតាមធម្មតានោះអាសានគឺមិនដឹងនោះទេប៉ុន្តែដោយសារតែគេគឺបានចាប់កំណើតមកម្ដងទៀតសត្វ Griffin គឺបាននិយាយផងដែរឥឡូវតែចង់បានដែរว่าសុទ្ធតែស្ថិតនៅទីកន្លែងនេះមានដែរទេប៉ុន្តែពួកយើងត្រូវតែដោះស្រាយជាមួយនឹងមេរូស័យដែលស្ថិតនៅទីកន្លែងនេះជាមុនសិនអាសានរបស់យើងគឺគ្មានទំព័រនោះទេគេបានគិតក្នុងចិត្តហេអាណាថាអញចង់បានដាវបោសុទ្ធនោះគោលបំណងរបស់អញគឺមកទីកន្លែងនេះដើម្បីកំទេចទីកន្លែងស្ងាត់នេះតែប៉ុណ្ណោះអ្នកទាំងពីរក៏បានបើកទ្វារចូលនៅទីកន្លែងនឹងក៏បានឃើញរូបសំណាកមេរូស័យកាលពីអាសានមានអាយុ12ឆ្នាំកាលពីជីវិតមុនរបស់គេត្រូវបានបញ្ជូនមកទីកន្លែងនេះជាមួយនឹងកងទ័ពស្មៅជាច្រើននៅពេលនោះផងដែរមេឌូសាគឺបានធ្វើការវាប្រហែលនឹងសម្លាប់ទៅកាន់កងទ័ពស្មៅទាំងអស់មានតែអាសានតែម្នាក់ដែលម្ដងដែលរួចរួមមានជីវពិតហើយក៏បានរកឃើញនៅដាវបោសុទ្ធមួយនេះប៉ុន្តែគេមិនអាចដកដាវនេះបាននោះទេជាមួយនឹងទេពកោសល្យកម្រិតឯនៅពេលនោះផងដែរអាឡានគឺបានមកដល់ដើម្បីដកដាវមួយនេះជាមួយនឹងទេពកោសល្យកម្រិតឯរបស់អាឡាននោះគេខ្លាចទៅជាជំនាញជួសសម្រន់នៃដាវបរិសុទ្ធក៏ដូចគ្នានេះផងដែរមនុស្សគ្រប់គ្នាគឺបានគោរពទៅកាន់គេដូច្នេះជីវិតខ្ញុំនៅពេលនេះនឹងធ្វើការបំផ្លាញវាទាំងអស់តែម្ដងសត្វ Griffin គឺបានសួររកដាវបរិសុទ្ធជាមួយនឹងមេឌូសាប៉ុន្តែគេរកឃើញតែរូបចម្លាក់ថ្មបែកបាក់តែប៉ុណ្ណោះនៅពេលនោះផងដែរទ្វេគឺថោបានពិតជាធ្វើឲ្យអ្នកទាំងពីរមានការភ្ញាក់ផ្អើលខ្លាំងមែនទែនសត្វ Griffin គឺមិនចូលនោះទេថាមកពីហេតុអ្វីបានសួរទៅកាន់អាសានចំណែកអាសានវិញគឺបាន
ឲ្យទៅកាន់រូបចម្លាក់ថ្មទាំងអស់នោះរូបចម្លាក់ថ្មទាំងអស់នោះគឺបានបើកការវាយប្រហារមកកាន់អ្នកទាំង3នៅពេលដែលសត្វ Griffin គឺបានបើកការវាយប្រហារនិងបំផ្លាញទៅកាន់វាផងដែរប៉ុន្តែវាបែរជាមកគុំខ្លួនឯងកើតទៅវិញកាលពីជីវិតមុនរបស់គេគឺមិនមែនសត្វរូបចម្លាក់ថ្មទាំងអស់នេះនោះទេហេតុអ្វីទៅហើយរូបចម្លាក់ថ្មទាំងអស់នេះផងដែលមិនមែនភ្នែកនោះទេចំណែកឯមេឌូសាវិញនាងគឺជាកូនស្រីរបស់ស្ដេចសមុទ្រដូច្នេះហើយនាងមានសមត្ថភាពក្នុងការគ្រប់គ្រងទឹកបេនបន្តមកអាសាររបស់យើងជាមួយនឹងសត្វ Griffin ក៏បាននាំគ្នារត់ចេញអំពីទឹករបស់កូនស្រីរបស់ព្រះសមុទ្រនឹងឯងសត្វ Griffin គឺបានព្យាយាមមកអាសាររបស់យើងរកវិធីសាស្ត្រក្នុងការដោះស្រាយទៅប៉ុន្តែអាសាររបស់យើងមិនខ្វល់នោះទេបានព្យាយាមឲ្យអ្នកទាំងពីររត់បើមិនចឹងនោះទេពួកគេច្បាស់ជាស្លាប់ទាំងពីរអ្នកជាមិនខានប៉ុន្តែលបងអាសាររបស់យើងបែរជាញញឹមទៅវិញដោយសារតែគេគឺបានដឹងអំពីវិធីសាស្ត្រក្នុងការដោះស្រាយទៅហើយប៉ុន្តែគេនៅតែធ្វើពើអញ្ចឹងនៅពេលនោះផងដែរគេបានឈប់នៅទីកន្លែងមួយហើយក៏បានចង្អុលទៅលើទៅកាន់ភ្នែកមួយផងដែរឲ្យសត្វ Griffin គឺបានបើកការវាយប្រហារនឹងកំទេចទៅកាន់វាទៅនៅពេលដែលសត្វ Griffin គឺបានកំទេចទៅកាន់ភ្នែកមួយនោះរូបចម្លាក់ល្អជាមួយនឹង Medusa គឺត្រូវបានរលាយខ្ទេចភ្លាមផងដែរអាសត្វគឺបានប្រាប់ទៅកាន់សត្វ Griffin ថាដោយសារតែរូបចម្លាក់ថ្មទាំងអស់នោះគឺវាគ្មានភ្នែកនឹងត្រូវបានលុបបំបានដោយមុខមាត់ដូច្នេះហើយដើម្បីចាត់ការនឹងចំណុចខ្សោយរបស់ពួកវាគឺជាភ្នែករបស់ Medusa នឹងឯងដូច្នេះហើយសត្វ Griffin គឺបានសួររកដាវបរិសុទ្ធជាមួយនឹងឈាមដែលអាចព្យាបាលទៅកាន់កូនប្រុសរបស់គេបានអាសាររបស់យើងគឺបានចង្អុលទៅកាន់ដាវបរិសុទ្ធដោយសារតែមានមេតម្នាក់គឺបានកាត់ក្បាលទៅកាន់ Medusa បង្កើតទៅជាឈាមពណ៌ក្រហមនិងឈាមពណ៌បៃតងឈាមពណ៌ក្រហមគឺជាឈាមនៃបណ្ដាសានិងមានតាមពលដែលអាចសម្លាប់ទៅកាន់ភេទរូទាំងអស់បានចំណែកឈាមពណ៌បៃតងវិញគឺជាឈាមដែលអាចធ្វើការព្យាបាលទៅកាន់ជំងឺគ្រប់អ្វីៗទាំងអស់ហើយក៏អាចព្យាបាលទៅកាន់កូនរបស់ឯងបានដូចគ្នាផងដែរប៉ុន្តែនេះគ្រាន់តែជារឿងព្រេងនិទានតែប៉ុណ្ណោះប៉ុន្តែអ្វីដែលកាន់តែច្បាស់នោះវាមានរឿងអាកំបាំងមួយទៀតនៅពេលដែលពួកគេគឺបានចូលមកដល់អាណាចក្រសម្ងាត់ពេលវេលាមកដល់ Medusa នឹងធ្វើគេរស់ឡើងវិញនិយាយមិនទាន់បានចប់ Medusa គឺបានបើកភ្នែករបស់វាបើកការវាយប្រហារទៅកាន់អ្នកទាំងពីរអាសានគឺបានព្យាយាមក្នុងការគេអំពីការវាយប្រហាររបស់ Medusa ហើយគេក៏បាននិយាយប្រាប់ឲ្យយើងដឹងផងដែរនៅពេលដែលរូបចម្លាក់ថ្មគឺត្រូវបានកំទេចដូច្នេះហើយមានតែដាវបរិសុទ្ធនោះទេដែលអាចធ្វើការកាត់ក្បាលទៅកាន់ Medusa បានព្យាយាមដកទៅកាន់ដាវបរិសុទ្ធដូចគ្នាប៉ុន្តែត្រូវបាន Medusa បើការវាយប្រហារទៅកាន់គេមានការភ្ញាក់ផ្អើលខ្លាំងមែនទែនយើងក៏បានឃើញផងដែរថាសត្វ Griffin នោះគឺអាចបង្រួមខ្លួនរបស់វាឲ្យកាន់តែតូចបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់តួឯកផលរបស់យើងឥឡូវមួយនេះកាន់តែកាយនឹងខូខើហើយបានអាសានរបស់យើងព្យាយាមរត់តិចទៅបើមិនចង់ស្លាប់នោះទេអាសានក៏មានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពបង្រួមខ្លួនរបស់វាផងដែរប៉ុន្តែគេក៏បានគេអំពីការវាយប្រហាររបស់ Medusa បើមិនគុំដែលសារតែជីវិតមុនរបស់គេនោះទេគេក៏មិនដឹងនឹងអាចគេអំពីវាផងដែរហើយគេបានមើលទៅកាន់ខែលមួយដែលវាគឺអាចទប់ទល់ជាមួយនឹងការវាយប្រហារដោយភ្នែករបស់ Medusa បានគឺបានរត់ទៅយកវាដើម្បីធ្វើការទប់ទល់ជាមួយនឹង Medusa ប៉ុន្តែកម្លាំងរបស់ខែលនេះតែមួយមិនអាចទប់ទល់បាននោះទេគេគឺមិនអាចទប់ទល់នឹងប្រើប្រាស់វាដើម្បីកម្ចាត់ទៅកាន់ Medusa បានមានតែប្រើបារះទៅកាន់ដាវបរិសុទ្ធនោះទេប៉ុន្តែទេពកោសល្យរបស់គេទេពេកតែទេពអ្វីទៅគេមិនខ្វល់នោះទេបើ Medusa សម្លាប់គេនៅពេលនេះវាអស់ហើយគឺបានស្ទុះទៅយ៉ាងលឿនដើម្បីចាប់ទៅកាន់ដាវបរិសុទ្ធគេគឺបានព្យាយាមចាប់នៅពេលនោះគេបានចាប់ដាវនិងដកដាវបរិសុទ្ធបានពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនការភ្ញាក់ផ្អើលនឹងផាំងមួយភ្លែតរបស់អាសានធ្វើឲ្យ Medusa គឺចាក់ទម្លុះខ្លួនរបស់គេយកតែម្ដងហេតុអ្វីទៅទេពកោសល្យរបស់ខ្ញុំគឺមិនពេញដើម្បីដកដាវមួយនេះព្រោះមានន័យថាតាំងពីដើមមកអាសានរបស់យើងគឺមានទេពកោសល្យកម្រិតឯចំណែកអាឡានវិញមានតែទេពកោសល្យកម្រិត D តែប៉ុណ្ណោះវាគឺជាកំហុសដ៏ធំមួយដោយសារតែអាឡានគឺបានធ្វើការផ្លាស់ប្ដូរនិងដកយកទេពកោសល្យកម្រិត A របស់អាសានរបស់យើងយកមកដាក់ក្នុងខ្លួនរបស់គេមិនត្រឹមតែប៉ុណ្ណោះបានលុបនៅការចងចាំរបស់អាសាននិងកែប្រែការចងចាំមួយចំនួនរបស់គេទៀតផងបន្ទាប់ពីអាសានគឺបានចាំអ្វីៗតាំងពីដើមមកវិញនៅពេលនេះទេពកោសល្យកម្រិត A គឺបានដាស់ឡើងថាមពលនៃដាវបរិសុទ្ធគឺបានធ្វើ
ឲ្យសែនរបស់យើងមានរាងកាយដែលមិនចេះរពុះព្រោះការវាយប្រហាររបស់មេឌូសាអំបញ្ញមីនឹងគឺមិនអាចធ្វើអ្វីទៅកាន់អាសែនបានទេនោះទេគេគឺបានព្យាបាលខ្លួនគេគឺមកវិញបន្តមកក៏បានកាត់ក្បាលទៅកាន់មេឌូសាបានយកទឹកបរិសុទ្ធដើម្បីជួយទៅកាន់ខូនរបស់សាគ្រីហ្វីនផងដែរនៅពេលនេះអាសែនទើបតែដឹងខ្លួនគេថាគេមានទេពកោសល្យកម្រិតអាចចាប់យកនៅដាវបរិសុទ្ធបានហើយគេក៏អាចប្រើប្រាស់នៅធម៌ពលវេទមន្តមួយចំនួនផងដែរឥឡូវនេះគេពិតជាអស់សំណើចនឹងខ្លួនឯងខ្លាំងមែនទែននៅពេលនោះសាគ្រីហ្វីនពិតជាមានការព្យាបាលអាសារបស់យើងកាន់តែឈួតទៅទឹកមុខដល់កាយសាហាវបែបនេះគួរតែរត់ចេញឥឡូវនេះហើយប៉ុន្តែក៏បានអាសារបស់យើងហៅទៅកាន់សាគ្រីហ្វីនដោយសារតែការភ័យពេកអំពីទឹកមុខរបស់អាសានហៅទៅកាន់អាសានថាលោកម្ចាស់ហើយគេគឺបានក្នុងចិត្តគេថាគេគឺជា monster ដែលមានកម្រិតហើយអ្វីបានជាថោកខ្លាចទៅកាន់អាសានបាននិយាយថាអញហៅចេញពីចិត្តដែរឬអត់នៅពេលនោះផងដែរយើងក៏បានឃើញថាក្បាលរបស់សាគ្រីហ្វីនហ្នឹងគឺបានពកក៏ដូចគ្នានេះគេក៏បានដឹកអាសានរបស់យើងដើម្បីទៅជួយកូនផលរបស់គេដូចគ្នាបន្តមកយើងក៏បានឃើញថាសាគ្រីហ្វីនគឺបានបង្កើតក្បួនមួយផងដែរតែក្បួនមួយនេះផងដែរសាគ្រីហ្វីនគឺវាបានធ្វើឲ្យអាសានរបស់យើងគឺមិនឲ្យសត្វបិសាចណាមួយអាចធ្វើការវាយប្រហារមកកាន់គេបាននោះទេហើយថែមទាំងធ្វើឲ្យសាររបស់យើងនឹងទទួលបានរាងកាយដែលត្រូវបានរងរបួសទៀតផងបាញ់មិញដែលខ្ញុំបាននិយាយថានៅពេលដែលសានគឺបានទទួលនៅដាវសុននោះវាមិនតាន់បានទទួលនៅរាងកាយដែលត្រូវបានវេរបានឬក៏របួសយ៉ាងពេញលេញនឹងនោះទេដែលរាងកាយដែលត្រូវបានរងរបួសមួយនេះគឺទៅតែទទួលបាននៅពេលដែលសានគ្រីហ្វីនបានធ្វើការដាស់ឡើងឲ្យសាររបស់យើងបាញ់មិញតែប៉ុណ្ណោះហើយខ្ញុំសូមបដូររាងកាយដែលមិនមែនរបួសមួយនេះទៅជារាងកាយអមតៈវិញដោយសារតែរាងកាយអមតៈទោះជាត្រូវរបួសយ៉ាងណាក៏ដោយក៏វាគឺអាចព្យាបាលខ្លួនវាវិញបានហើយមិនកើតអីនោះទេប៉ុន្តែផ្លូវចិត្តគឺនៅតែកើតអីធម្មតាអញ្ចឹងបន្តមកអាសានគឺបានហៅកូនគ្រីហ្វីនឲ្យមកទួទឹកបរិសុទ្ធមកបន្ទាប់ពីវាបានផើកនោះយើងក៏បានឃើញកូនគ្រីហ្វីនគឺអាចធ្វើការហោះហើរបានម្ដងទៀតហើយអាសានក៏បាននិយាយថាវាគ្រាន់តែជាការហោះហើរធម្មតាតែប៉ុណ្ណោះវាមានន័យថាគេគឺអាចវិវត្តបាននោះទេសាគ្រីហ្វីនក៏យល់អំពីហេតុផលនិងការនិយាយរបស់សានផងដែរសានគឺបានដើរចេញក៏បាននិយាយថាវាគ្មានអ្វីនោះទេគ្រាន់តែជាអ្នកស្គាល់គ្នាតែប៉ុណ្ណោះសង្ឃឹមថាអ្នកទាំងពីរកាន់តែខ្លាំងទៅនៅពេលនោះផងដែរសាគ្រីហ្វីនគឺបានគិតថាដោយសារតែការវិវត្តរបស់ស្ដេចនារូដែលជាមេដឹកនាំនៃគ្រួសារខបផហ្នឹងគឺបានគ្រប់គ្រងនឹងប្រើប្រាស់មកកាន់សាគ្រីហ្វីនប៉ុន្តែគេមិនទាន់អាចរកមនុស្សណាម្នាក់ដែលខ្លាំងនិងអាចជឿទុកចិត្តបានដើម្បីចាត់ការនិងទប់ទល់ជាមួយនឹងគេនោះទេប៉ុន្តែនៅពេលដែលកើតឡើងគឺបានសម្លឹងឃើញទៅកាន់អាសារបស់យើងពិតជាស័ក្តិសមខ្លាំងមែនទែនជាមួយនឹងអាកប្បកិរិយានិងអត្តចរិតនិងសមត្ថភាពកម្លាំងរបស់អាសានដែលបានបញ្ចេញឲ្យសាគ្រីហ្វីនឃើញនៅពេលនេះគេមានអារម្មណ៍ថាគេបានរកមនុស្សម្នាក់ត្រូវហើយគឺបានសុំអាសានរបស់យើងឲ្យយកកូនរបស់គេនឹងខ្លាចទៅជាសត្វចិញ្ចឹមវេទមន្តរបស់អាសានចំណែកអាសានគឺបានគិតថាឥឡូវនេះត្រីស៊ីនុយហើយដើម្បីខ្លាចទៅជាសត្វចិញ្ចឹមជាមួយនឹងម្ចាស់ដូច្នេះហើយពួកគេត្រូវតែធ្វើកិច្ចព្រមព្រៀងជាមុនសិនកិច្ចព្រមព្រៀងតើវាគឺជាកិច្ចព្រមព្រៀងអ្វីតើសានក៏បាននិយាយថាវាគឺជាកិច្ចព្រមព្រៀងរឿងចាស់ជាមួយនឹងសត្វចិញ្ចឹមនឹងឯងតែយើងបានកាន់មកដល់គ្រួសារខពើវិញហេរ៉ានាងពិតជាឆ្ងល់ខ្លាំងមែនតើមានរឿងអ្វីកើតឡើងចំពោះកូនផលរបស់នាងហើយបើបានជាពួកគេហៅមិនឃើញអ្វីអញ្ចឹងវាហាក់ដូចជាចម្លែកខ្លាំងមែនទែនបន្ទាប់ពីកូនផលរបស់នាងបានចូលរួមពិធីសម្បត្តិនោះហើយប៉ុន្តែអ្នកបម្រើរបស់នាងបាននិយាយថាវាមិននោះទេវាហាក់ដូចជាលោកម្ចាស់តូចនឹងអស់កម្លាំងបន្តិចហើយប៉ុន្តែហេរ៉ានាងនៅតែឆ្ងល់អញ្ចឹងបន្តមកអ្នកបម្រើរបស់នាងនឹងគឺបានរាយការណ៍អំពីរឿងជាមួយចំនួនដែលតេតងជាមួយនឹងអាសារបស់យើងផងដែរដោយគេបានរាយការណ៍ថាដោយការរំពឹងទុករបស់អ្នកស្រីអញ្ចឹងអាសានគឺជាកងទ័ពសម្មោលដែលពួកគេគឺបានរំពឹងទុកខ្ពស់បំផុតហើយក៏បានចោទចំណាត់ថ្នាក់លេខ1ផងដែរប៉ុន្តែវាគ្រាន់តែប៉ុន្តែអ្វីទៅគឺអាសានគឺបានប្រើប្រាស់សត្វគ្រីហ្វីនដើម្បីធ្វើការសម្លាប់ទៅកាន់អ្នកត្រួតពិនិត្យក៏ដូចគ្នានេះអាសានគឺបានយកកូនសត្វគ្រីហ្វីនធ្វើជាសត្វចិញ្ចឹមរបស់គេផងដែរព្រោះហេរ៉ាមានការព្យាបាលខ្លាំងមែនទែនសួររកគេនៅណែបន្តមកអ្នកបម្រើរបស់នាងក៏បានហៅអាសានឲ្យមកជួបទៅកាន់ហេរ៉ាក៏ដូចគ្នានេះយើងក៏បានឃើញថាសាររបស់យើងគឺបានដើរមកដល់សួរទៅកាន់ហេរ៉ាថាតើមានអ្វីបញ្ជាមកកាន់ខ្ញុំ
ពេលនេះផងដែលចាប់ផ្ដើមជាមួយនឹងហេរ៉ានាងក៏បានសួរទៅកាន់អាសារបស់យើងហេតុអ្វីបានជាគេសម្លាប់ទៅកាន់មនុស្សហេតុអ្វីបានជានាងសួរខ្ញុំបែបនេះតើការវឹកហាត់នៃគ្រួសារ Copper ទៅលើកងទ័ពសមររបស់ពួកគេមិនត្រូវតែសម្លាប់មនុស្សដូចជាខ្ញុំទេមែនដែរឬទេហើយខ្ញុំគ្រាន់តែជាក្មេងដែលមានទេពកោសល្យអាយុត្រឹមតែ3ឆ្នាំតែប៉ុណ្ណោះសម្រាប់ទៅពួកគេដែលជាសម្រាមទាំងអស់នោះវាពិតជាងាយស្រួលខ្លាំងមែនទែនទឹកមុខនិងពេលសម្ដីដែលធ្វើឲ្យហេរ៉ានាងពិតជាមានការភ្ញាក់ផ្អើលមានអារម្មណ៍ថាអាសារបស់យើងពិតជាកាយសាហាវខ្លាំងមែនទែនដូច្នេះហើយគឺមិនអាចបញ្ជាពេលបានទេនោះទេបន្តមកនាងក៏បាននិយាយឲ្យអ្នកបម្រើរបស់នាងផ្ដល់រង្វាន់ដល់អាសារបស់យើងអាសាក៏បានអរគុណហើយគិតថាចាំមើលថានាងនឹងរៀបក្បួនអ្វីទៀតមកកាន់គេនឹងឯងបន្ទាប់ពីអាសាគឺបានចាយចែងពីបន្ទមនេះហើយហេរ៉ានាងក៏បានឲ្យអ្នកបម្រើរបស់នាងពន្លឿននៃការដកហូត Magic ដែល Deprivation Magic មួយនេះវាគឺជាការដកហូតនៅទេពកោសល្យឬក៏ធម៌ពលវេទមន្តពីមនុស្សម្នាក់ទៅឲ្យមនុស្សម្នាក់ទៀតហើយនាងមានគោលបំណងដកហូតនៅធម៌ពល Magic ឬក៏ទេពកោសល្យរបស់អាសារបស់យើងទៅឲ្យអាឡែនចាំមើលថាអាឡែននៅពេលដែលឯងគឺអស់ទេពកោសល្យកម្រិតឯមួយនឹងហើយឯងនឹងមានភាពក្អើកខ្ទមយ៉ាងណាទៀតទៅសេរឿងគឺបានកាន់មកដល់កន្លែងអាងទៅពិសិដ្ឋយើងក៏បានឃើញអាសាកំពុងតែដើរគិតហើយគេក៏បានគិតអំពីទំនាក់ទំនងរបស់គេជាមួយនឹងសាទ Griffin ដែលសាទ Griffin គឺបានហៅទៅកាន់អាសាគឺជាលោកម្ចាស់ហើយវាក៏បានផ្ដល់នៅបច្ចេកទេសអាកបាំងមួយចំនួនផងដែរតែតងជាមួយនឹង skill ហើយនឹងដាវបោសុតនឹងអាចទំនាក់ទំនងជាមួយនឹង talent ណាស់របស់តួឯករបស់យើងដែលអាសាគឺអាចផ្ទេរនៅទេពកោសល្យកម្រិតឯរបស់គេចូលទៅកាន់ដាវមួយផ្នែកធំបានតែការផ្ទេរមួយនេះតាមរយៈនៅធម៌ពលវិញ្ញាណផងដែរនៅពេលនោះនឹងមិនមែនណាម្នាក់គឺអាចដកហូតនៅទេពកោសល្យកម្រិតឯគេបាននោះទេជាមួយនឹង skill និងចំណេញដ៏អាកបាំងមួយនេះអាសារបស់យើងគឺអាចធ្វើវាបាននៅឯទីកន្លែងទទួលនៅមរតកដែលតួឯករបស់យើងទទួលបានសោវានឹងឯងក៏ដូចគ្នានេះផងដែលតួឯករបស់យើងត្រូវតែប្រយ័ត្នជាមួយនឹងស្ដេចនរោដែលជាឪពុករបស់អាឡាននឹងឯងដោយសារតែឪពុករបស់អាឡានគឺបានផៅផានៅធម្មពលឡានមេជីកដូច្នេះហើយតួឯករបស់យើងពិតជាច្បាស់នៅក្នុងការទូកតល់ខ្លាំងមែនទែនសាទ Griffin គឺបានឲ្យតួឯករបស់យើងនឹងព្យាយាមប្រុងប្រយ័ត្នឲ្យបានខ្លាំងហើយខ្ញុំសូមបញ្ជាក់បន្តិចផងដែរថាឈ្មោះឪពុករបស់អាឡានហ្នឹងគឺមិនជាអេឡែននោះទេប៉ុន្តែខ្ញុំក៏អត់ដឹងផងដែរចាំសាច់យើងវាដល់គឺប្រាប់យកតែម្ដងអាសានគឺបានគិតថាការរៀបចំនៅបច្ចេកទេសដាវមួយនេះផងដែរវាពិតជាមិនសាមញ្ញនោះទេដូច្នេះហើយវាត្រូវតែរៀបចំឲ្យបានលម្អិតទៅបានខ្វៃប្រមាណអ្នកនៅខាងក្រោមកំពុងតែងូតទឹកក្នុងអាងទឹកបោសតហ្នឹងបានមើលឃើញទៅកាន់អាសារបស់យើងដែលគេគឺជាអ្នកជាប់លេខ1នៃការធ្វើតែនៅកងទ័ពស្មៅនឹងឯងពិតជាអស្ចារ្យខ្លាំងមែនទែនថែមទាំងយកកូនសត្វ Griffin ធ្វើជាសត្វចិញ្ចឹមទៀតផងអាពីទៀតគឺបានមកដល់ហើយក៏បាននិយាយថាអស្ចារ្យស្អីទៅបន្តមកអ្នកទាំងពីរគឺបានបូលីទៅកាន់អាសានគឺបានប្រាប់ឲ្យយើងដឹងថាការពីជីវិតមុនរបស់គេអាពីអ្នកនឹងឯងតែស្ថិតនៅក្រោយអាឡែននោះហើយក៏បានធ្វើការចាក់ចុចគឺឲ្យសម្លាប់គេនឹងឯងចម្លើយពីអ្នកនឹងនៅឡើយវិញគេចង់វាប្រហែលទៅកាន់អាសានទៀតប៉ុន្តែត្រូវបានអាសានចាប់តាំងពីឯងចង់ធ្វើបែបនេះហើយដូច្នេះអាចនឹងបរិញ្ញាបត្រមេរៀនដែលគឺមិនអាចបំភ្លេចបានតែទៅកាន់អានឹងមួយជើងហើយអាកម៉ាប់ចង់យកកូនក្បិតរបស់គេចាក់ទៅកាន់អាសានប៉ុន្តែក៏ត្រូវបានហងដោយមិត្តភក្តិគេនឹងឯងចំណែកសាររបស់យើងពិតជាសុំទោខ្លាំងមែនទែនតែអញយកនៅគ្នាឯងនេះធ្វើជាស៊ីលការពេលរបស់អញបន្តមកអ្នកទាំងពីរក៏ត្រូវបានអាសានធាក់ទម្លាក់ទឹកយកតែម្ដងពួកឯងគឺអាចព្យាបាលរបស់ពួកឯងនៅទីកន្លែងនេះបានប៉ុន្តែកុំភ្លេចអញនឹងធ្វើស៊ីពួកឯងនេះពេលណាក៏ដោយការនៃច្រើនតែម្ដងជាងក្បានឃើញថានៅពេលដែលអាល្អិតមេរពោនឹងធ្លាក់ចូលទៅកាន់អាងបោសុតហើយវាក៏ត្រូវបានថាមកពោវេទមន្តមួយកំពុងតែចាប់ផ្ដើមនៅព្យាបាលវាហាក់ដូចជាប្រឡាតមេជីងអញ្ចឹងប៉ុន្តែយើងមិនដឹងថាវាគឺជាវេទមន្តអ្វីនោះទេអាសានបានគិតជាមួយនឹងអាងទឹកបោសុតមួយនេះគេមកចូលបាននោះទេពេលច្បាស់ជាមានផលប៉ះពាល់មួយដែលអាចប៉ះពាល់មកកាន់គេបាននៅពេលអនាគតខណៈពេលនោះផងដែរក៏បានលើសំឡេងមនុស្សស្រីម្នាក់ផងដែរកំពុងតែធ្វើបែបដោយបរមម្នាក់អាសានរបស់យើងហាក់ដូចជាធ្លាប់ឮនៅសំឡេងមួយនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលអាសានគឺបានមើលច្បាស់នោះនាងគឺជាអានរ៉ាហើយនៅពេលនោះផងដែរបរមអ្នកនោះចង់វេប្រហាទៅកាន់នាងនឹងធ្វើបែបនេះប៉ុន្តែក្រោយបានអាសានរបស់យើងគឺបានសម្លាប់បាត់ទៅហើយក្មេងៗពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកអាសានរបស់យើងក៏បានធ្វើ hero មួយផងដែរអានរ៉ានាងបានមើលទៅកាន់អាសានរបស់យើងហាក់ដូចជាភ័យខ្លាចប៉ុន្តែក៏បានមើលទៅគេក្នុងផ្លូវល្អផងដែរតែអាសានរបស់យើងគឺជាឆាមពៀនបន្តមកអាសានក៏បានប្រាប់ឲ្យយើងដឹងថាអានរ៉ានឹងគឺជាមិត្តការពារទឹកការរបស់គេក៏ដូចជាជីវិតមុនរបស់គេផងដែរហើយនាងគឺជា assistant ដ៏ល្អក្នុងការប្រយុទ្ធរបស់ពួកគេនាងតែងតែជួយព្យាបាលទៅកាន់អាសានរបស់យើងផងដែរ
ហើយគ្រាន់តែអនរ៉ានិយាយអរគុណទៅកាន់អាសានផងដែរធ្វើឲ្យអាសាននឹងមានភាពញាប់ញ័រដូចអ្នកខ្លាចអញ្ចឹងអត់សង្ស័យប៉ុន្តែចូលចិត្តថាអារឿងស្នេហានឹងមើលមិនចេះចប់ទេឲ្យតែឃើញគេសម្រាប់រឿងស្នេហានឹងសម្រាប់នាំគ្នាទៅមើលហើយតាំងនាំគ្នាអង្គុយញើបម្នាក់ឯងដូចមនុស្សឈួតអូខេជប់បានជប់ទៅអ្នកមើលនឹងស្រឡាញ់គេម្នាក់ឯងហើយអនរ៉ាហើយនឹងអាសានគឺបានចាប់ផ្ដើមញ៉ាយគ្នាបន្តិចទៀតទៅបន្តមកអ្នកទាំងពីរគឺបានជ័យគ្នាជាមួយនឹងអាងទឹកបរិសុទ្ធមួយនេះនៅពេលដែលអាសានគឺបានមើលទៅកាន់អាងទឹកបរិសុទ្ធនឹងហាដូជាមានសកម្មភាពមួយគឺបានកើតឡើងគេគឺបានដឹងច្បាស់ណាស់ច្បាស់ជាអនរ៉ាដឹងអំពីរឿងអ្វីមួយតេតងនឹងវិញឬក៏អាចមានផ្លូវមួយផងដែរអនរ៉ានាងក៏បានខ្សឹបប្រាប់ទៅកាន់អាសាននៅពេលដែលមនុស្សម្នាក់គឺបានប្រើប្រាស់នៅអាងទឹកបរិសុទ្ធមួយនេះហើយពួកគេនឹងមិនត្រូវបានព្យាបាលដោយការហេលីអំពីអ្នកហេលីងដទៃទៀតនោះទេមានផ្លូវតែមួយគាត់គឺប្រើប្រាស់នៅអាងទឹកបរិសុទ្ធមួយនេះអញ្ចឹងមានហើយគ្រួសារ Copper គឺបានប្រើប្រាស់វាដើម្បីគ្រប់គ្រងទៅកាន់កងទ័ពសមររបស់ពួកគេបន្តមកអនរ៉ាដោយសារតែចង់អរគុណទៅកាន់អាសាននឹងគេក៏បានប្រើវេទមន្តមួយទៅអាសានជាមួយនឹងនាងផងដែរតែវេទមន្តនេះត្រូវបានហៅថាដាក់មេជីងហើយការដាក់ឈ្មោះនឹងមិនដឹងថាអាចារ្យនឹងគឺដាក់ឈ្មោះមិននោះទេឈ្មោះខ្មោចងំមកកោគឺអត់ដាក់ដាក់វេទមន្តទេដូចអ្នកខ្លះនៅក្នុង Telegram អញ្ចឹងឈ្មោះមកកណោអត់ដាក់ឈ្មោះសិទ្ធិស៊ីឯណាហើយដូរឈ្មោះវិញមួយថ្ងៃ100ដងហើយសង្សារវិញអួតមានសង្សារហូតប៉ុណ្ណែមិនដែលឃើញសង្សារទេបើមនុស្សនៅ single បើកឆាតមួយថ្ងៃ24ម៉ោងហើយអួតខ្លួនឯងមានសង្សារដឹងមកពីណាប្រូហ្នឹងអូខេយើងបញ្ចប់ការ deal ទៅកាន់ Pro TC តែប៉ុណ្ណឹងសិនមែនហើយនៅពេលនោះយើងក៏បានឃើញថាមនុស្សជាច្រើនគឺបានឃើញទៅកាន់អាសានរបស់យើងដែលបានសម្លាប់ទៅកាន់មនុស្សពួកគេចង់ដេញតាមទៅកាន់អ្នកទាំងពីរប៉ុន្តែក៏ត្រូវបានអាសានក៏ដូចជាអាចារ្យរបស់យើងនឹងចាប់ដៃគ្នាលោតទៅកាន់អាងទឹកបរិសុទ្ធបន្តមកអ្នកទាំងពីរគឺបានរកឃើញទឹកគួយមួយក៏បានចូលទៅកាន់ទីកន្លែងនោះតែម្ដងបន្ទាប់ពីការភ្ញាក់ដឹងខ្លួនវិញអ្នកទាំងពីរគឺបានមកដល់អាងមួយជាមួយនឹងការប្រតិកម្មរបស់សោអាសានពិតជាដឹងថាទីកន្លែងនេះត្រូវតែមានចោតវេអ្វីមួយដែលធ្វើឲ្យមានប្រតិកម្មជាមួយនឹងសោនេះជាមិនខាននៅពេលនោះផងដែរអាសានគឺបានផ្ដល់សោមួយនឹងឲ្យអានរ៉ាដើម្បីឲ្យនាងធ្វើការកោះហៅនៅចោតវេនៅទីកន្លែងហ្នឹងដើម្បីធ្វើការបើនឹងឯងនៅពេលដែលអានរ៉ាគឺបានចាប់ផ្ដើមហើយនោះយើងក៏បានឃើញថាផ្កាវនៅទីកន្លែងហ្នឹងវាក៏បានចាប់ផ្ដើមបើការវាប្រហាទៅកាន់អ្នកទាំងពីរប៉ុន្តែក៏ត្រូវបានអាសារបស់យើងចាប់ទៅកាន់អានរ៉ាគេផុតនៅពេលនោះចោលទ្វេវាក៏ត្រូវបានក្រោកឡើងនឹងបើកផងដែរប៉ុន្តែអានរ៉ានាងក៏បានស្លាប់បាត់ទៅហើយអាសារបស់យើងមិនចាំយូរក៏បានទុកនាងនៅទីកន្លែងហ្នឹងហើយកុំចង់ឲ្យនាងមានគ្រោះថ្នាក់ផងដែរដូច្នេះហើយក៏បានផើនៅធម្មពលមេជីរបស់គេនឹងធ្វើការបានកាយឲ្យនាងផងដែរក៏ដូចជាមានសៀលក្នុងការការពារផងដែលបន្តមកអាសារបស់យើងបានដើរទៅកាន់ទីកន្លែងផតថលនោះតែម្ដងដើម្បីទទួលនៅមរតកនឹងឯងនៅពេលអាសានគឺបានដើរចូលហើយបានឃើញមនុស្សជាច្រើនតែម្ដងគឺត្រូវបានសម្លាប់នៅទីកន្លែងនេះហើយសុទ្ធតែជាមនុស្សស្រីក្រាពេលនោះក៏បានឃើញបិសាចមួយផងដែរហើយមិនដឹងថាវាកំពុងធ្វើអីនោះទេវាក៏បានចាប់អារម្មណ៍ថាអាសានរបស់យើងមកដល់ផងដែរឥឡូវនេះមានភ្ញៀវម្នាក់មកលេងហើយដូច្នេះហើយធៀមខ្លួនតែសប្បាយទៅនៅពេលនោះពួកគេក៏បាននិយាយយើងដឹងផងដែរថាក៏បាននៃអាងទឹកបរិសុទ្ធរបស់គ្រួសារ Copper វាគឺជាទីកន្លែងនេះមានន័យថាពួកគេគឺបានសម្លាប់ទៅកាន់មនុស្សស្រីដើម្បីបូជាទៅកាន់បិសាចមួយនឹងឯងដើម្បីវាបញ្ចេញនូវការព្យាបាលទៅឲ្យអ្នកចម្បាំងទាំងអស់គ្នាប៉ុន្តែនៅថ្ងៃនេះផងដែរខ្ញុំនឹងបញ្ចប់វាដោយតាវរបស់ខ្ញុំតែម្ដងនៅពេលដែលអាសានកំពុងតែកើតនឹងបិសាចមួយនឹងគឺបានស្ទុះមកដល់កន្លែងគេភ្លាមសួរសានថាតើឯងគឺជាមនុស្សដែលមានទេពកោសល្យឋានៈអេរ៉ែងនឹងនៅចំណេញដាវមានដែរទេមិនតាន់មកនឹងនិយាយអាសានគឺបានរត់គេបាត់ទៅហើយវាគឺបានដឹងថាមនុស្សដែលមានទេពកោសល្យនឹងមានឈ្មោះថាអាឡាន Copper ដែលបានកើតមកជាមួយនឹងទេពកោសល្យកម្រិតឋានៈអេរ៉ែងក៏ដូចគ្នានេះផងដែលបិសាចនឹងគឺបានចូលច្រឡំដោយសារតែអាសារបស់យើងគឺបានចូលមកដល់ទីកន្លែងនេះមុនអាឡានទៅទៀតបន្តមកវាចង់ដឹងខ្លាំងណាស់ថាទេពកោសល្យឋានៈអេរ៉ែងនោះវាខ្លាំងប៉ុណ្ណាទៅគឺបានដល់ដែររបស់វាស្ទុះទៅវាថាកាន់អាសានប៉ុន្តែក៏ត្រូវបានអាសារបស់យើងទប់តល់យ៉ាងងាយស្រួលដូចគ្នាបន្តមកអ្នកដែលពីក៏បានចាប់ផ្ដើមវាប្រហារគ្នាជាបន្តប៉ុន្តែយើងក៏បានឃើញថាអាសារបស់យើងគ្មានក្លោជាមួយនឹងបិសាចមួយនៅនោះទេអាសារបស់យើងរងរបួសយ៉ាងធ្ងន់ធ្ងរពីការវាប្រហារ
ហារបស់បិសាចមួយនឹងបន្ថែមភ្លាមៗដូចគ្នាការព្យាបាលនិងពរជ័យរបស់សត្វ Griffin គឺបានព្យាបាលដែលជារាងកាយអមតៈរបស់អាសារបស់យើងនឹងឯងពិតជាធ្វើឲ្យបិសាចនឹងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនអាសារបស់យើងគឺបានខោកឡើងជាមួយនឹងធម៌ពលដ៏ខ្លាំងក្លារបស់គេដោយសារតែវិញ្ញាណរបស់គេរឹងមាំដូច្នេះការវិវត្តធម្មតាគឺមិនអាចធ្វើអ្វីដល់ការអាសារបស់យើងបានតទៅសោះបន្តមកអាសារបស់យើងក៏បានបញ្ចេញ skill មួយដូចគ្នាចំណេញដាវឈើឆ្កាងមួយគឺបានចាប់ទៅកាន់បិសាចមួយនឹងពិតជាធ្វើវាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនយើងភេទនេះផងដែរគឺបានចាប់ដើមនៅពេលដែលអាសានគឺបានប្រើ skill របស់គេដើម្បីចាត់ការទៅកាន់បិសាចនឹងឯងអញពិតជាមិនដឹងអំពីមនុស្សដែលនៅសតវត្សមួយនេះនិងសតវត្សមុននោះទេដូច្នេះយើងនឹងបង្ហាញអំពីកម្លាំងមួយនេះទៅឲ្យឯងឃើញអាសារបស់យើងគឺមិនចាំយូរនោះទេបានប្រើចំណេញដារបស់គេមួយទៀតលោកទៅចាក់ទៅកាន់បិសាចពិតជាភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែនៅពេលនោះផងដែរវាក៏បាននិយាយថាអញពិតជាខ្លាចខ្លាំងមែនទូមកកន្លែងអាសាក៏ទៅបានអាសារបស់យើងពិតជាភ័យដល់ឃ្លាយ៉ាងឆ្ងាយតែម្ដងពិតជាគួរចាប់អារម្មណ៍ខ្លាំងណាស់អាឡែតអស់រយៈពេលយ៉ាងយូរហើយដែលយើងគឺបានលេងមួយឯងប៉ុន្តែនៅពេលនេះយើងគួរតែបញ្ចប់ហ្គេមមួយនេះទៅបន្តមកក៏បានប្រើឈាមរបស់វានឹងគឺបានបញ្ចេញនៅវិញ្ញាណឈាមជាច្រើនតែម្ដងដើម្បីធ្វើការប្រយុទ្ធជាមួយនឹងអាសារបស់យើងនឹងឯងវិញ្ញាណចូលតែម្ដងដូច្នេះហើយវាក៏បានចាប់ច្បាច់កទៅកាន់អាសារបស់យើងអាសាហាក់ដូចជាគ្មានកម្លាំងក្នុងការតវ៉េក៏ដូចជាប្រយុទ្ធជាមួយនឹងបិសាចទៀតនោះទេប៉ុន្តែបិសាចវាក៏បានប្រាប់ទៅកាន់អាសានចំហាយដែលចេញពីរាងកាយរបស់ឯងនឹងពិតជាស្តៀងខ្លាំងមែនទេវាក៏បានចាំថានោះឯងគឺជាម្ដាយរបស់ឯងនឹងឯងធ្វើអាសានពិតជាមានការកាំងយ៉ាងខ្លាំងនៅពេលដែលឮពាក្យធម្មតានេះបិសាចក៏បានចាប់ផ្ដើមស៊ីទៅកាន់អាសានយកតែម្ដងចំណែកអាសានគឺបានសម័យទៅកាន់កាលនៅក្មេងវិញម្ដងដែលរបស់គេគឺបានមើលថែទៅកាន់អាសានប៉ុន្តែនៅថ្ងៃមួយផងដែរគឺម្ដាយរបស់គេគឺបានចាក់ចេញពីអាសានរបស់យើងហើយក្មេងជាច្រើនគឺបានបូលីទៅកាន់អាសានរបស់យើងថាម្ដាយរបស់គេគឺត្រូវបានបូជាទៅឲ្យបិសាចបាត់ហើយអាសានរបស់យើងក៏ជាកូនបិសាចដូចគ្នាផងដែរអាសានពិតជាខឹងខ្លាំងមែនទែនវាគ្មានផ្លូវនោះទេអញមានជាបិសាចហើយម្ដាយរបស់អញក៏មិនបោះបង់អញចោលផងតែឥឡូវនេះផងដែរនៅពេលដែលបិសាចហ៊ាននឹងស៊ីទៅកាន់អាសានពិតជាខឹងអាណាគឺសម្លាប់ទៅកាន់ម្ដាយអញចាត់ការទៅកាន់បិសាចនឹងធ្វើវាជោគចាប់ខ្លាំងមែនទែនបន្តមកវាក៏បានវាទៅកាន់អាសានក៏ទេថយទៅក្រោយយ៉ាងខ្លាំងការវារបស់អាសានបាញ់មិញនឹងពិតជាធ្វើឲ្យបិសាចឈឺជោគចាប់ខ្លាំងមែនទែនតែម្ដងការវារបស់អាសានពិតជាធ្វើឲ្យបិសាចនឹងវាជោគចាប់អស់ធម៌ពលវិញ្ញាណជាច្រើនដូច្នេះហើយគេត្រូវតែព្យាបាលខ្លួនគេដោយការស៊ីសាកសពមនុស្សនឹងឯងប៉ុន្តែគេគឺបានភ្លេចមើលទៅកាន់អាសានរបស់យើងបានទៅហើយដកដាវរបស់គេចេញមកទឹកមុខកាចខ្លាំងមែនទែនក៏បាននិយាយថាអញខ្វល់ថាណាគឺសម្លាប់ដៃអញនោះទេអាសានក៏បានចាក់សម្លាប់ទៅកាន់បិសាចកន្លែងនឹងភ្លាមក៏ដូចគ្នានេះក៏បានឃើញនៅវិញ្ញាណរបស់ម្ដាយគេដូចគ្នាផងដែរម្ដាយគេគឺបានអញ្ញឹមនឹងលេកូនចាស់ចេញពីទីកន្លែងនឹងក៏ដោយសារតែលេខបាត់នឹងឯងចំណែកបិសាចវិញក៏ត្រូវបានអាសានគឺត្រូវបានសម្លាប់បាត់ទៅហើយឥឡូវនេះអាសានហាក់ដូចជាមនុស្សឈួនចឹងផងដែរអញឈួនមែនដែរទេបន្តមកអាសានពិតជាឈួតខ្លាំងមែនទែនគឺបានលោតទៅចាក់បិសាចចាក់យកតែម្ដងហើយក៏បានកំទេចវាផងដែលខ្លាចទៅជាស្នូលវេទមន្តរបស់សត្វបិសាចនឹងឯងហើយវាប្រហែលជាគ្រីស្តាល់ទួលមាត់ដកឈាមនឹងផងដែរអាសានរាងកាយរបស់គេពោពេញទៅដោយឈាមចាប់តាំងពីខ្ញុំកើតមកគឺគ្មានណាមើលថែខ្ញុំនឹងអស់ខ្ញុំមិនខ្វល់នោះទេខ្ញុំគឺត្រូវតែបំភ្លេចហើយម្ដាយរបស់ខ្ញុំវិញគឺខ្ញុំគ្មាននោះទេខ្ញុំមានអ្វីទាំងអស់ចាប់ពីថ្ងៃនេះទៅទោះបីជាត្រូវខ្លាចទៅជាបិសាចក៏ដោយក៏មិនខ្វល់ផងដែរប៉ុន្តែក៏បានឃើញសមររបស់ម្ដាយរបស់គេដូចគ្នាតែគឺមិនជាបិសាចនោះទេយើងក៏បានឃើញថាអន្តរានាងគឺបានរត់មករកអាសានរបស់យើងចំណែកអាសានវិញម្ដាយរបស់គេនិយាយទៅមិនខ្វល់នោះទេតែបងអូនរបស់គេនិយាយវិញគឺស្ដាប់ឆយមកស្ដាប់ឲ្យដូចអ្នកខ្លាចចឹងថាចង់ឌីលទេប៉ុន្តែវីដេអូគឺដល់កន្លែងឌីលថោកទៅឌីលខ្លះហើយអាសានបានអោបទៅកាន់នូនរបស់គេហើយក៏បាននិយាយថាក្នុងជីវិតមួយនេះខ្ញុំឲ្យនាងគឺជួបទៅកាន់ជីវិតដូចជាជីវិតមុននោះទេసోយើងគឺបាននិយាយនៅពេលដែលអាសានគឺចាត់ការទៅកាន់បិសាចនោះហើយក៏បានទួលបានគ្រីស្តាល់ម៉ូតូហើយនៅយាមនៃអាងទឹកបរិសុទ្ធត្រូវបានសម្លាប់ដូចគ្នាចំណែកអាសានទូបានពងក៏នៅហើយគេអាចដោះស្រាយនៅបញ្ហាទាំងអស់នេះបានసోយើងរបស់យើងគឺបានកាន់មកដល់រយៈពេល8ឆ្នាំក្រោយមកវិញយើងក៏បានឃើញអាឡានគឺបានចាត់ការនឹងវាបហាយកឈ្នះទៅកាន់កូនចៅរបស់គេម្នាក់កម្រិតរបស់អញពិតជាទៀបឡើងតែមកយកឈ្នះអញបាននោះ
ទេនៅពេលនោះផងដែរយើងក៏បានឃើញមនុស្សម្នាក់មានឈ្មោះថាអ៊ីសាកគេគឺជាទូកម្នាក់ផងដែរអ៊ីសាកគឺបាននិយាយថាមើលទៅអាឡានគឺជាមនុស្សដែលមានទេពកោសល្យដែលកើតមកជាមួយនឹងកម្រិតទេពកោសល្យថ្នាក់ឯកវាហាក់ដូចជាគេអស្ចារ្យខ្លាំងមែនទែននៅពេលនោះផងដែរក៏បានបង្ហាញមនុស្សម្នាក់ផងដែរពិតជាល្អហើយមនុស្សម្នាក់នោះមានឈ្មោះថាលីអនដែលជាមេគ្រួសារ Copper នឹងឯងគណៈពេលដែលពួកគេគឺបានសើទៅកាន់អាឡាននោះពួកគេក៏បានចាប់អារម្មណ៍នៅភាពអ៊ូអរនៅទីកន្លែងមួយទៀតក៏បានកន្លែងទៅមើលនៅពេលនោះផងដែរយើងក៏បានឃើញមនុស្សម្នាក់គឺប្រយុទ្ធជាមួយនឹងកងទ័ពជាច្រើនទៀតតែម្ដងវាហាក់ដូចជារំខានខ្លាំងមែនទែនបន្តមកមនុស្សម្នាក់ហ្នឹងគឺបានចាត់ការនិងធ្វើការយកឈ្នះទៅកាន់មនុស្សជាច្រើនដែលជាកងទ័ពនៅទីកន្លែងហ្នឹងនៅអាយុប៉ុណ្នេះក្មេងម្នាក់នេះហាក់ដូចជាមិនមែនជាមនុស្សធម្មតានោះទេកងទ័ពសមរធម្មតាគ្រាន់តែមានឋានៈអ្នកគុណដាវដែរតែប៉ុណ្ណោះប៉ុន្តែក្មេងម្នាក់គឺបានឈានទៅដល់អ្នកគុណដាវប្រាក់បាត់ទៅហើយក្មេងដែលគេគឺបានសរសើរនឹងមិនមែនជាណាឆ្ងាយនោះទេគឺជាលបងអាសែនរបស់យើងនឹងឯងនៅពេលនោះផងដែរអាឡានពិតជាខឹងខ្លាំងមែនទែនអាសានឯងគឺបានយកមុខមាត់ទាំងអស់តែម្ដងដូច្នេះហើយគេក៏បានសុំអាសានរបស់យើងដើម្បីប្រយុទ្ធជាមួយនឹងគេទាំងឈ្នះទាំងចាញ់ម្ដងចំណែកអាសានក៏យកព្រមជាមួយនឹងគេផងដែរចាំមើលថាអាណាគឺបាក់មុខអាណាអពិតប្រកបដោយអ្នកទាំងពីរគឺបានគិតក្នុងចិត្តរៀងៗខ្លួនដោយអាសានគឺបាននិយាយថាគ្រាន់តែចង់ចាត់គេនឹងធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់អាឡានតែប៉ុណ្ណោះចំណែកអាឡានវិញបែរជាចង់សម្លាប់ទៅកាន់អាសានចាំមើលថាអ្នកទាំងពីរនឹងអ្នកណាគឺបានជោគជ័យទៅបន្តមកការប្រកួតរវាងអ្នកទាំងពីរគឺបានចាប់ផ្ដើមមនុស្សម្នាក់ជាច្រើនគឺបានមកមើលអាឡានចាប់ដើមពេលបានទៅកាន់អាសានប៉ុន្តែទៅបានអាសានគឺទប់ទល់យ៉ាងងាយស្រួលតែម្ដងហើយក៏បាននិយាយឌឺទៀតផងហើយអាសានរបស់យើងគឺបានវាហ្នឹងគឺឲ្យទេថយទៅក្រោយយ៉ាងខ្លាំងគេពិតជាខឹងបញ្ចូលតាមពោស្នីដរបស់គេវាហាទៅកាន់អាសានប៉ុន្តែទៅបានអាសានគេផុតយ៉ាងងាយស្រួលតែម្ដងពិតជាខ្សោយខ្លាំងមែនទេណាបងដោយសារតែការវាហាបោណៃដូចជាជេកហើយគ្មានទេពកោសល្យនៃចំណេញដាវក៏ដូចជា Sportman ហើយសោះដូច្នេះហើយចាំមើលថាបងនឹងបង្ហាញអូនឯងនៅ skill ខ្លះៗឲ្យអូនឯងមើលថា Sportman វាមិននៅពេលដែលអាសានគឺបានបញ្ចេញ skill របស់គេនោះពិតជាធ្វើឲ្យឡានមានការព្យាបាលយ៉ាងខ្លាំងហើយការវាហារបស់អាសាននឹងបានធ្វើឲ្យភ្នែករបស់ឡានមានការជឿចាប់ខ្លាំងមែនទែននៅពេលនោះអ្នកបរិបទរបស់គេក៏បានរត់មកមើលចំណែកអ៊ីសាវិញពិតជាអស់សំណាយខ្លាំងមែនទែននេះគឺជាអ្នកដែលមានទេពកោសល្យចំណេញដាវថ្នាក់ឯមែនទេវាហាក់ដូចជាមិនគួរឲ្យជឿតែបន្តហើយវាហាក់ដូចជាគ្មានអ្វីអស្ចារ្យដូចគ្នាគ្រាន់តែមិនអាចយកឈ្នះទៅកាន់ទាហានធម្មតាម្នាក់បានជុំយាយឲ្យបិទមាត់ឯងទៅឌូអ៊ីសាកខ្ញុំចង់ជាកន្លែងហ្នឹងតិចគឺពាក្យថាឌូហ្នឹងគឺជាឋានៈរបស់ពួកគេចឹងណាហើយអ្នកទាំងពីរហ្នឹងគឺមានឋានៈស្មើគ្នានោះទេអ៊ីសាកនៅតែនិយាយបន្តហាក់ដូចជាឡានហ្នឹងគឺគ្មានទេពកោសល្យក្នុងការរៀបការជាមួយនឹងប្អូនស្រីរបស់ខ្ញុំនោះទេការរៀបការជាមួយនឹងប្អូនស្រីរបស់ឯងវាមិនគឺជាការសម្រេចរបស់ឯងនោះទេចំណែកអ្នកទាំងពីរគឺបានរៀងកងគ្នាបន្តិចផងដែរប៉ុន្តែអ៊ីសាគឺបានដើរចាកចេញមុនចាកចេញគេក៏បាននិយាយទៅកាន់លីយ៉នដូចគ្នាថាជាពេល10ថ្ងៃទៀតហើយកុំភ្លេចចូលរួមក្នុងពិធីនឹងជំនួបគ្រួសារទាំងពីរផងបន្តមកលីយ៉នក៏បានសួរទៅកាន់អ្នកបម្រើដែលនៅក្បែរនឹងថាក្មេងអ្នកនេះមានឈ្មោះអ្វីហើយមកពីណាក្មេងអ្នកនេះមានឈ្មោះថាសានខពគឺជាកូនប្រុសរបស់លោកមិនថាប៉ុន្តែបបប្រពន្ធមួយណាគឺអត់ដឹងនោះទេដោយសារតែគេគឺបានកត់ត្រាទុកនោះទេបន្តមកនាំក្មេងម្នាក់នេះទៅបន្ទប់សិក្សារបស់ខ្ញុំទៅអ្នកបម្រើគឺបានចូលព្រមហើយយើងក៏បានឃើញថានៅពេលនោះផងដែរលីអនគឺបានបើកភ្នែករបស់គេបញ្ចេញនូវថាមពលដើម្បីមើលទៅកាន់អាសារបស់យើងផងដែរអាសានគ្រាន់តែលុតជង្គង់គោរពទៅកាន់មេគ្រួសារតែប៉ុណ្ណោះខ្ញុំអាចមើលនៅថាមពលក៏ដូចជាទេពកោសល្យរបស់ក្មេងម្នាក់នេះបាននោះទេវាហាក់ដូចជាមុននឹងចូលមកគឺបានលើកកម្លាំងរបស់គាត់ទៅជាមុនបាត់ហើយប៉ុន្តែគេមិនខ្វល់នោះទេនិយាយទៅកាន់អាសានរបស់យើងផងដែរនៅក្នុងរយៈពេល10ថ្ងៃទៀតគឺអាសានរបស់យើងខ្លាយទៅជាអ្នកគ្រប់គ្រងកងទ័ពសមរនៃក្រុម T10 ហើយនឹងទៅបូកគីឡូជាមួយនឹងក្រុមគ្រួសាររបស់អ៊ីសាកផងដែរតែពួកគេនឹងទៅភ័ក្រកន្លែងនៃទីក្រុងគ្រីស្តាដើម្បីទៅលួចពងអ្នកក្រេជាមួយនឹងគ្រួសាររបស់អ៊ីសាកក៏ដូចគ្នានេះគេក៏បានផ្ដល់នៅកូនដាវមួយផងដែរនិយាយថាកូនដាវអញ្ចឹងវាមិនសមនោះទេគឺជាកូនកបិតអញគឺអាចប្រើវាដើម្បី teleport មកកាន់ទីក្រុងគ្រីស្តាល់វិញរួចរួមមានជីវិតផងដែរប៉ុន្តែឡានរបស់យើងគឺមានសំណើមួយទៅកាន់មេគ្រួសារនៅពេលដែលលួចបានពងអ្នកក្រេផងដែរមេគ្រួសារក៏បានយល់ព្រមជាមួយនឹងសំណើរបស់សានដូចគ្នាហើយសាយើងរបស់យើងគឺបានកាន់មកដល់នៅពេលដែលសានគឺបានដឹកនាំក្រុមកងទ័ពសមររបស់គេហើយដូចជាក្មេងៗខ្លាំងតែនៅពេលនោះយើងក៏បានឃើញទៅកាន់អាន់តាជាទៅលើកូនសត្វ Griffin ដូចគ្នាផងដែរអាចថាការនាំយកអាន់តាមកជាមួយនឹងអាសានរបស់យើងគឺជាសំណើដែលគេបានស្នើទៅកាន់ Leon នឹងឯងហើយនៅពេលនឹងផងដែរអាសានរបស់យើងនឹងរៀបចំកងទ័ពសមររបស់គេដូចគ្នាហើយពីនេះបានបូលីអាសានរបស់យើងកាលពី5ឆ្នាំមុននឹងគឺពិតជាភ័យខ្លាំងមែននៅពេលដែលអាសានគឺបានជ័យជាមួយនឹងពួកគេసోយើងគឺបានចាប់ផ្ដើមជាមួយនឹងកងទ័ពមួយក្រុមដែលជាកងទ័ពរបស់គ្រួសារអ៊ីសាកហើយអាចារ្យសក់ពូក្រហមនឹងមានឈ្មោះថាអ៊ីសាក្លូរីនឹងបានរកទៅកាន់អាសានប៉ុន្តែអាសានគឺមិនបានខ្វល់ពីនាងនោះទេបានលេទៅកាន់ណាន់រ៉ាក៏ដូចជាមីអូដែលជាសត្វ Griffin នឹងឯងហើយចំណែកអាចារ្យក្លូរីវិញហាក់
ដូចជាខឹងកលាមែនដោយសារតែអាសានគឺមិនខ្វល់ពីនាងនឹងឯងប៉ុន្តែអាសានគឺបាននិយាយថាមុនពេលថ្ងៃលិចពួកគេគួរតែសហការគ្នាដើម្បីបញ្ចប់ពេលសហកម្មមកបានលឿនទៅវាគឺល្អជាងហើយអាសានក៏បានសម័យយើងដឹងផងដែរថាចែកឡូរីនឹងការពីជីវិតមុនរបស់នាងគឺបានសមអាសានរបស់យើងបញ្ជូតឥតហើយតែម្ដងឃើញកន្លែងណាសុំបញ្ជូតកន្លែងហ្នឹងហើយនៅទាំងពីរគឺបានដើរដើម្បីទៅសហការគ្នាចាត់ការទៅកាន់ទីកន្លែងនោះទៅសេយើងក៏បានកាន់មកដល់ពេលបន្ទាប់យើងក៏បានឃើញដែរនៅទាំងពីរគឺបានមកដល់សម្បុកហើយក៏ដូចជាទីក្រុងគ្រីស្តាល់ផងដែរពួកគេមានការភ្ញាក់ផ្អើលខ្លាំងមែនទែនវាហាក់ដូចជាទីក្រុងមួយទៅបានកកទាំងអស់តែម្ដងក៏ដូចគ្នានេះផងដែរនៅពេលដែលពួកគេគឺបានមកដល់ទីកន្លែងហ្នឹងហើយចែកឡូរីជាមួយទីកន្លែងនេះគឺជាពិធីជប់លៀងដែលពោពេញទៅដោយអភិជនជាច្រើនតែម្ដងពួកគេបានដឹងថាឡានគឺជាមនុស្សដែលគ្មានទេពកោសល្យនោះទេពកោសល្យកម្រិតរបស់គេសុទ្ធតែខ្លាំងខ្លាយទាំងអស់ចំណែកអំណាចកូនទាំងពីរវិញគ្មានពាក្យក្នុងការវិចារនោះទេរឿងមួយនេះផងដែរគឺមិនអាចបកក្រោយបានទៀតនោះទេវាច្បាស់ជាដឹងដល់ព្រះជាជាភាមិនខានថាឡានរបស់យើងគ្មានទេពកោសល្យអីទេគ្រាន់តែជាទេពកោសល្យកម្រិតឌីធម្មតាតែប៉ុណ្ណោះអ៊ីសាគឺបានមកដល់ទេថៃអបអសាទៅវាហាក់ដូចជារឿងនេះគ្រាន់តែជារឿងកំ ប្លែងតែប៉ុណ្ណោះសម្រាប់គ្រួសារខប់ហើនៅនៃរបស់មនុស្សគ្រប់គ្នាពិតជាធ្វើឲ្យឡានភ័យខ្លាំងមែនទែនដូចគ្នានេះផងដែរលីអនក៏បានដាក់វិជាដូចគ្នាផងដែរចាប់ពីថ្ងៃនេះតទៅឡាននឹងមិនជាអ្នកស្នងមកដល់នៃគ្រួសារខប់ហើទេនោះទេហើយក៏បានប្រកាសនៅការប្រកួតស្លាបរូបផងដែរការប្រកួតស្លាបរូបមានដែរទេវាគឺជាការប្រកួតនៃគ្រួសារខប់ហើមនុស្សម្នាក់ណាដែលអាចយកឈ្នះនៃការប្រកួតនៅការស្លាបរូបមួយនេះនឹងក្លាយទៅជាអ្នកស្នងមកដល់នៃគ្រួសារខប់ហើហើយក៏ក្លាយទៅជាស្ដេចនៃចក្រភពមួយនេះផងដែរការបង្ហាញរបស់មនុស្សគ្រប់គ្នាពិតជាធ្វើឲ្យយីសាមានការអត់សម្ដែងខ្លាំងមែនទែនវាហាក់ដូចជារឿងដ៏ធំមួយនេះត្រូវបានបង្កើតឡើងដោយគ្រួសារខប់ហើយពិតជាអត់សម្ដែងខ្លាំងមែនទែនខ្ញុំសូមប្រាប់កន្លែងហ្នឹងតិចគ្នាយើងដោយសារតែពួកកូនហ្នឹងសុទ្ធតែជាកូនរបស់ Leon ទេគាត់តែជាកូនប្រពន្ធផ្សេងគ្នាអញ្ចឹងទៅគាត់ថា Hera នាងគឺជាប្រពន្ធហើយក៏ជាអភិជនផងដែរដូច្នេះហើយកូនរបស់នាងគឺមានអំណាចជាងគេយ៉ាងឯងយ៉ាងហ្នឹងហើយដោយសាររបស់យើងផងដែរសានក៏ជាកូនរបស់ Leon ដូចគ្នាគាត់ថាប្រពន្ធរបស់គេហេតុអាចជារីករាយយកតែម្ដងអូខេសម្រាប់វីដេអូថ្ងៃនេះផងដែលខ្ញុំសូមបញ្ចប់តែត្រឹមហ្នឹងសិនហើយបើអ្នកយើងពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច Subscribe ញ៉ាំក្តៅឲ្យខ្ញុំម្នាក់មួយផងហើយគ្នាយើងណាដែលចង់មើលរឿងស្ទាយនេះក្រុមហ៊ុនរ៉ាយគឺអាចទៅមើលបានគ្នាយើងគ្រាន់តែ search ឈ្មោះ Full 2025ទៅឃើញហើយខ្ញុំនឹងធ្វើការដាក់វានៅលើអេក្រង់ដើម្បីគ្នាយើងគឺបានឃើញផងដែរចូលទៅមើលទៅធានាថាល្អមើលយកតែម្ដងបើមិនល្អមើលទេគឺអត់ដឹងនិយាយថាម៉េចទេហើយក៏អរគុណគ្នាយើងផងដែរដែលបានមើលវីដេអូនេះដល់ចប់មានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយប៉ុន្តែមិនដឹងថាធ្វើចេញថ្ងៃណាទៀតទេដោយសារខ្ជិលខ្លាំងមែនបើខំសេហងឲ្យប្រាប់គ្នាយើងទៀតប៉ុន្តែគ្នាយើងមិនដែលមើលដល់ចប់វីដេអូទេហើយអូខេអស់ហើយចៃហើយបាយបាយអូខេបើគ្នាយើងនៅចង់ចូលក្រុមគឺអាចទេតងមក admin បានហើយគ្នាយើងគឺអាច donate មុនបានក៏បានដែរហើយចាំឆានមក admin ចាំ donate ក៏បានដែរបើចង់លឿងតែម្ដងគឺ donate ហើយបាញ់ admin មើលទៅនៅពេលដែលខ្ញុំគឺឃើញខ្ញុំតែងចូលយកតែម្ដងគឺអត់ចាំយូរនោះទេបើឡាយឆានមកខ្ញុំគឺយូរប្រហែលជាខ្ញុំមកផុសលេខចឹងទៅហើយការ donate របស់អ្នកនរគ្នាគឺតាមសិទ្ធិរបស់អ្នកនរគ្នាទេចង់ donate បានក៏បានតែក៏ខ្ញុំតែងចូលដែរខ្ញុំធ្វើចឹងមានគោលបំណងពីរទី1គឺចង់ឲ្យខ្ញុំធ្វើវីដេអូហ្នឹងគឺបានច្រើនហើយទី2គឺអរគុណទៅកាន់អ្នកដែលបាន donate មកកាន់ខ្ញុំច្រើនណាហើយវាគឺជាកម្លាំងចិត្តដែលធ្វើឲ្យខ្ញុំចេញវីដេអូគ្នាយើងបានមើលច្រើនផងដែរគ្នាយើងកាន់តែ support ខ្ញុំកាន់តែមានអារម្មណ៍ថាចង់ធ្វើវីដេអូគ្នាយើងមើលចឹងណាអូខេខ្ញុំមានតែប៉ុណ្្នឹងទេចូលទៅកាន់វីដេអូទៅចឹងដែលផ្ដល់នូវជីវិតរបស់គេនឹងចំនួន8នៅនៃគ្រួសាររិនរបស់ Hera ហ្នឹងឯងពេលនោះផងដែរអាឡានគឺបានផាវុធវេទមន្តរបស់គេមួយទេដែលអាចធ្វើការគ្រប់គ្រងទៅកាន់វិញ្ញាណខ្មោចបានហើយធ្វើឲ្យអ៊ីសាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកឯ Glory នាងក៏មិនដឹងថាវាគឺជាអ្វីផងដែរ Leon ប្រាប់ថាវាគឺជាអាកំបាំងរបស់គ្រួសារ Copper និងជាទំនុកចិត្តនៃគ្រួសាររបស់គេផងដែរប៉ុន្តែវាងាយស្រួលចំពោះសានខ្លាំងមែនទែនដោយសារគេមានដាវបសុទ្ធនឹងអាចចាត់ការបានយ៉ាងងាយស្រួលតែម្ដងវាធ្វើឲ្យឡានមានការភ្ញាក់ផ្អើលដោយសារតែមនុស្សម្នាក់អាចចាត់ការទៅកាន់វិញ្ញាណរបស់គេបានយ៉ាងងាយស្រួលបែបនេះដោយសារគេធ្លាប់ចាត់ការទៅកាន់មនុស្សយ៉ាងច្រើនហើយគេមិនអាចទប់ទល់បាននោះទេចំណែកសាររបស់យើងពិតជាកាចម៉ែឲ្យវិញ្ញាណប្រមាណក៏គេសម្លាប់បានផងដែរទោះបីជាសម្រាប់ទៅកាន់អាឡានក៏ដោយក៏អាឡានគឺមានជីវិតរបស់គេតទៅយ៉ាងលឿនតែម្ដងជាមួយនឹងក្រៅរបស់គេនឹងហើយទោះបីប្រហែលនឹងសម្លាប់ទៅកាន់អាឡានប៉ុន្តែនៅពេលនោះក៏មានការរារាំងអំពី Hera មកជួយកូនរបស់នាងហើយថ្ងៃហ្នឹងគឺមកពីណាថ្ងៃគឺមិនដឹងថាវាគឺជាការប្រកួតស្លាប់រវាងគ្រួសារនិងកិត្តិយសរបស់គ្រួសារ
សារខបភើទេមានដែរឬទេហើយអ៊ីសាទៅដឹងថាអាសារបស់យើងមានទេពកោសល្យណាស់ឲ្យវាពិតល្អចេញបើចប់ពេកជាមួយនឹងអាសាវាពិតជាល្អប៉ុន្តែឡានវិញគឺចប់យកតែម្ដងយើងក៏បានឃើញថានៅពេលនោះផងដែរហេរ៉ានាងហាក់ដូចជាខឹងខ្លាំងមែនទែនក៏ដោយសារតែវត្តមន្តរបស់គ្រួសាររបស់នាងនឹងគឺត្រូវបានបំផ្លាញដូចគ្នាផងដែរដែលវាគឺជាជីវិតរបស់អាឡាននឹងឯងហើយយើងក៏បានឃើញថានាងគឺបានបញ្ចេញអាវុធវេទមន្តរបស់នាងមួយទីដើម្បីវិបាហាទៅកាន់ទួយរបស់យើងប៉ុន្តែសានគ្មានភ័យនោះទេនៅពេលនោះផងដែរលីអនគេក៏បានបញ្ឈប់ទៅកាន់អ្នកទាំងពីរមិនឲ្យប្រយុទ្ធគ្នាទៀតផងដែរហើយកម្លាំងរបស់លីអនពិតជាខ្លាំងមែនទែនអាចបំបីទៅកាន់អាវុធវេទមន្តរបស់ហេរ៉ាបានហើយបំបីទៅកាន់ឈុតចម្បាំងរបស់ទួយរបស់យើងបានទៀតផងចំណែកប៉ាអ៊ីសាពិតជាស្ងាយសើធ្នាក់គុណណាវខ្លាំងមែនទែនលីអនក៏បានដេញទៅកាន់ទួយរបស់យើងឲ្យឆាកចេញពីទីកន្លែងនឹងដូចគ្នាផងដែរអាសានបាននិយាយថាឲ្យមិនស្ដាយខួយទេមានតែទេស្ដាយខួយស្អីចាប់ចាកចេញពីទីកន្លែងនឹងហើយយំនោះរបស់ឯងទៅជាមួយផងដែរទៅចំណែកហេរ៉ាហាក់ដូចជាមិនសោកចិត្តប៉ុន្តែទួយរបស់យើងក៏ដូចជាគ្នាគេនឹងគឺចាកចេញពីទីកន្លែងនឹងទៅជាមួយនឹងអ៊ីសាបាត់ហើយនៅពេលដែលធ្វើដំណើរនឹងផងដែរទួយរបស់យើងជាមួយនឹងអ៊ីសាគឺបាននិយាយគ្នាផងដែរដោយទួយរបស់យើងក៏បានប្រាប់ដែរថាតើលោកខ្លាចថានៅពេលដែលលោកគឺបានយកខ្ញុំទៅជាមួយនោះលោកគឺមិនខ្លាចថាចំនួនវិញគ្រួសារទាំងពីរគឺបានកើតឡើងទេមែនដែរទេប៉ុន្តែមិនធ្វើនោះទេទោះបីជាខ្ញុំគឺមិនអាចសន្យាថានឹងធ្វើការលោកបានក៏ដោយប៉ុន្តែខ្ញុំក៏យកព្រមជាមួយនឹងកិច្ចព្រមព្រៀងមួយជាមួយនឹងលោកដោយចំនួនរវាងគ្រួសារអភិជននៅពេលខាងមុខនឹងខ្ញុំនឹងជួយទៅកាន់គ្រួសាររបស់លោកដូចគ្នានេះផងដែលខ្ញុំសង្ឃឹមថាលោកនឹងជួយខ្ញុំចូលទៅកាន់សាកលវិទ្យាល័យផងដែរកន្លែងនឹងគេបាននិយាយថាគឺជាមហាវិទ្យាល័យទេអាសានមានគោលបំណងចូលទៅកាន់មហាវិទ្យាល័យនឹងដើម្បីខ្លាចទៅជាសិស្សរបស់បកគមនេះដែលមានឈ្មោះថា Chris មានតែលោកគ្រូ Chris វាពិតជាអស្ចារ្យខ្លាំងមែនប៉ុន្តែនៅពេលបច្ចុប្បន្នហ្នឹងពួកយើងគឺបានដឹងថាគាត់គឺបានបាត់បង់នូវកូនស្រីរបស់គាត់ដែលត្រូវបានចាប់សម្រិតអីចឹងទៅហើយឡៅមើលទៅទឹកមុខរបស់គាត់ទៅគឺវេទនាខ្លាំងមែនទែនផឹករហូតតែម្ដងបញ្ហាដែលខ្លាចទៅជាកូនស្រីរបស់លោកគ្រូ Chris នឹងទុកឲ្យទួយផតរបស់យើងជាអ្នកកាត់កែងហើយគេក៏បានណែនាំថានោះគឺជាប្រាសាទវេទមន្តដែលពួកគេគឺអាចអន្តរាទៅរៀនទីកន្លែងនោះបានប៉ុន្តែទីកន្លែងនោះក្រោមការគ្រប់គ្រងរបស់អភិជននឹងអត់តែម្ដងមិនថាទីកន្លែងណានោះទេផ្លូវទេអីហ្នឹងអភិជនសឹងតែអស់នៅទីកន្លែងហ្នឹងចំណែកសាររបស់យើងប្រហែលជាខាងគិតថាគេគឺចង់ឲ្យយើងធ្វើខ្លួនឯងឲ្យមើលទៅប៉ុន្តែមើលទៅជារបស់អ៊ីសាទៅវាពិតជាអស់អីនិយាយជាមួយនឹងគេខ្លាំងមែនបន្តមកអ៊ីសានឹងរៀបចំរតាសញ្ញាទៅឲ្យធ្វើផលរបស់យើងមួយដោយឲ្យអន្តរានឹងខ្លាចទៅជាបំរើរបស់នាងក៏ដូចគ្នានេះគ្រីគឺជាបេសាយនឹងឃាតករដែលសម្លាប់មកកាន់គ្រួសាររបស់ខ្លួនឯងពិតជាគួរខ្លាចខ្លាំងមែនទែនខ្ញុំសម្បើវងចរនិយាយអំពីគ្រីតិចតអំពីប្រវត្តិរបស់គេខ្លះដោយសារតែមិញហ្នឹងគឺខ្ញុំអត់បានវិជាច្បាស់លាស់នោះទេប៉ៃគ្រីនឹងមានអាយុ47ឆ្នាំជានេនដារបស់គេគឺត្រូវបានលាក់បាំងដោយសម្ងាត់តែម្ដងដោយសារគេមិនចង់លេចធ្លោពេកហើយអាការផើកាយហ្នឹងគ្រាន់តែជាការធ្វើពុតរបស់គេតែប៉ុណ្ណោះតំណែងរបស់គេនៅក្នុងរាជវាំងគឺជាមេដឹកនាំនៃអង្គភាពឃាតកររបស់គ្រួសាររាជវង្សហើយប៉ៃហ្នឹងគឺការខ្លាំងមែនតន្ទីទេចូលចិត្តលេងល្បែងแล้วហើយយើងចូលទៅកាន់សាច់រឿងរបស់យើងទៀតតែម្ដងទៅគណៈពេលដែលកំពុងទៅដើរនឹងអាណាចក្រសម្ងាត់មុនរយៈពេល2ថ្ងៃដើម្បីធៀមចាត់ការកាន់ទួយផលរបស់យើងនិងធ្វើទួយផលរបស់យើងឈួតផងដែរនៅពេលនោះចាំមើលថាទួយផលរបស់យើងនឹងសម្លាប់ទៅកាន់អាណាខ្លះហើយវាច្បាស់ជាត្រូវបានដាក់ទៅរកស្លាជាមិនខានពួកនឹងគណៈរកខ្លាំងទៀតមកដល់មែនហងទួយផលរបស់យើងត្រូវបានគេធ្វើស៊ីហើយសើយើងបានកាន់មកដល់ពេលដែលវីលៀមជាមួយនឹងទួយផលរបស់យើងគឺបាននិយាយគ្នាថាការធ្វើភារកិច្ចរបស់គេច្បាស់ជាមានបញ្ហាដោយសារតែមនុស្សគ្រប់គ្នាហាក់ដូចជាចូលចិត្តទួយផលរបស់យើងនោះទេនៅពេលនោះផងដែរយើងក៏បានឃើញថាមនុស្សគ្រប់គ្នាគឺបានចូលមើលទៅកាន់ទួយផលរបស់យើងនៅឯទីកន្លែងទទួលនៅភារកិច្ចផងដែរទួយផលរបស់យើងក៏បាននិយាយទៅកាន់អាប៉ៃ Philly ដើម្បីមកទូភារកិច្ចរបស់គេនឹងឯងប៉ុន្តែប៉ាហ្នឹងគឺបាននិយាយថាភារកិច្ចធម្មតាគឺត្រូវបានអស់បាត់ហើយមានតែភារកិច្ចខ្ពស់បំផុតតែប៉ុណ្ណោះទួយផលរបស់យើងធ្វើវាត្រូវការមនុស្សចំនួន4នាក់ដើម្បីបំពេញវាផងដែរធ្វើឲ្យប៉ៃ William ខឹងខ្លាំងមែនទែនតែប៉ៃហ្នឹងគឺបានធ្វើស៊ីទៅកាន់ទួយផលរបស់យើងក៏ដូចគ្នានេះផងដែរការបំពេញភារកិច្ចនឹងមានរយៈពេលតែ3ថ្ងៃតែប៉ុណ្ណោះធ្វើឲ្យសិស្សគ្រប់គ្នាហាក់ដូចជាប្រតិកម្មទៅកាន់អាប៉ៃ Philly ដោយសារតែវាហួសហេតុពេកណាមួយគឺឲ្យទួយផលរបស់យើងនឹងត្រូវតែហៅគ្នាចំនួន4នាក់ទៀតដើម្បីបំពេញនូវភារកិច្ចហ្នឹងគេបានដឹងថាទួយផលរបស់យើងគឺគ្មានបិទណាខៅពីប៉ៃ William នោះទេដូច្នេះឲ្យមានតែមនុស្សឈួតទៅប៉ៃ William តែប៉ុណ្ណោះដែលព្រមធ្វើជាមិត្តរួមក្រុមជាមួយនឹងទួយផលរបស់យើងដូចគ្នានេះផងដែរបើសិនឯងគឺបំពេញភារកិច្ចនោះទេឯងគឺអាចចាកចេញពីសាលាបាន
ហើយអញចង់ដឹងណាស់ថាណាគឺយល់ព្រមធ្វើជាមិត្តរួមក្រុមរបស់ឯងនោះចំណែកអាសានវិញគឺបានដល់តារបស់គេភ្ជុងក៏ទៅកាន់អបាយនឹងភ្លាមបាញ់រកមិត្តរួមក្រុមគឺបានចំនួន4នាក់តែអញចូលព្រមលុតជង្គង់មកកាន់អញដែរទីជង្គង់របស់អញមានដែរទីវាងាយស្រួលនោះទេក្នុងការដែលអញគឺលុតជង្គង់ចំពោះមុខឯងនោះតតែសម្រាប់អញទៅចោះសម្រាប់ឯងមានដែរទេវាងាយស្រួលបែបនេះនោះទេអញនឹងរាយការណ៍ទៅកាន់សាលានឹងរាយការណ៍ទៅកាន់លោកគ្រូគ្រីដូចគ្នាផងដែរចាំមើលថាឯងនឹងធ្វើដូចមិនតិចនៅពេលហ្នឹងផងដែរអបិហ្វីលីក៏បាននិយាយថាអូខេអញយកព្រមធ្វើតាមសំណើរបស់ឯងប៉ុន្តែនៅមុនយប់នេះតែប៉ុណ្ណោះមិនបាច់ចាំដល់ពេលយប់ទេគឺឥឡូវនេះតែម្ដងយើងក៏បានឃើញថាអានតាគឺបានណែនាំខ្លួនជាមួយនឹងក្លូរីនាងទាំងពីរគឺយកព្រមធ្វើជាមិត្តរួមក្រុមជាមួយនឹងតួឯផលរបស់យើងបន្តមកឲ្យគួរតែធ្វើតាមពេលសម្ដីដែលពួកយើងគឺបានសន្យានេះតួឯផលរបស់យើងពិតជាកាយខ្លាំងមែនប៉ុន្តែបើឯងមិនធ្វើនោះឯងគួរតែដឹងលទ្ធផលហើយបន្តមកអាសានគឺបានដើរចាកចេញពីទីកន្លែងនឹងជាមួយនឹងការលុតជង្គង់របស់ប៉ែហ្វីលីដូចគ្នាផងដែរវាពិតជាខឹងខ្លាំងមែនចាំមើលអញនឹងសងសឹកទៅកាន់ឯងនៅពេលដែលឯងគឺបានធ្វើបែបនេះមកកាន់អញចំណែកប៉ែវីលៀមវិញគេបាននិយាយថាតួឯផលរបស់យើងមិនបាច់ចាំធ្វើបែបនេះដើម្បីមកជួយនឹងលើកដង្កើងមុខមាត់របស់គេបានដែរដោយសារតែវាមិនគួរសមនោះទេតួឯផលរបស់យើងបាននិយាយថាវាគឺជាសក្តានុពលនឹងការក្រុមមកកាន់ពួកយើងនឹងឯងបំធ្វើបែបនេះទេច្បាស់ជាមានការមើលងាយប្រមាណនឹងចន់ក្បាលមកកាន់ពួកយើងជាច្រើនខានដូច្នេះគេថោតែធ្វើនឹងពេលនេះផងដែរគឺបានចាប់ផ្ដើមបន្តយើងក៏បានឃើញថាហ្វីលីគេពិតជាខឹងខ្លាំងតែចង់សម្លាប់ទៅកាន់តួឯផលរបស់យើងប៉ុន្តែគ្រូរបស់គេក៏បានប្រាប់វិញថាទោះបីជាត្រូវសម្លាប់ក៏ត្រូវតែសម្លាប់តាមច្បាប់តាមក្បួនដែរហើយទៅតែខ្លាចទៅជាអ្នកខ្លាំងបន្តមកសម្លាប់វាយ៉ាងងាយស្រួលតែម្ដងញិចវាដូចជាចៃទៅបន្តបាត់ការយ៉ាងស៊ីផយយកតែម្ដងនៅពេលនោះផងដែរយើងក៏បានឃើញថាមនុស្សគ្រប់គ្នាហាក់ដូចជាថោបានស្ដានដល់ធម៌ពលរបស់គិតឡប់មកវិញហើយយើងក៏បានឃើញនៅច្រកទ្វារនៃការទទួលមកដល់គឺថោបានបើកផងដែរដោយផលរបស់យើងមិននឹកស្មានថាការវាយប្រហាររបស់គេដែលបណ្ដាលឲ្យមានការបើកនៅច្រកទ្វារទូលមកដល់ដែលធ្វើឲ្យមនុស្សគ្រប់គ្នាហាក់ដូចជាសប្បាយចិត្តខ្លាំងមែនចំណែកឯតួឯផលរបស់យើងនឹងថោបានអន្តរនេះគឺបានសួរនាំបន្តិចបន្តួចទៅប៉ុន្តែគេមិនសូវខ្វល់បាននោះទេសំខាន់បន្ទាប់ពីសម្លាប់ទៅកាន់អ្នកក្រេជាមួយនឹងហ្វូងសัตว์បិសាចនឹងគេទូបាននៅកំណត់ពីរដែលមួយវាហាក់ដូចជាថ្នាំពោអញ្ចឹងប៉ុន្តែអន្តរនេះគឺមិនស្គាល់នោះទេដូច្នេះហើយត្រូវតែស៊ើបអង្កេតបន្ថែមទៀតចំណែកឯមួយទៀតវាប្រហែលជាគ្រីស្តារបស់ស្ដេចអ្នកក្រេហ្នឹងឯងខ្ញុំហៅស្ដេចមកទៅដោយសារតែវាគឺជាអ្នកក្រេក្បាល5ហើយប្រហែលជាគ្នាយើងគឺអត់បានកត់សម្គាល់នោះទេថាវាគឺជាអ្នកក្រេក្បាល5ដែលក្បាលមួយទៀតបើពេលដល់ខ្ញុំចូលទៅមើលនៅក្នុងម៉ាន់វ៉ាទៅមើលច្បាស់ថាវាគឺបានបង្ហាញនោះជាមួយគ្នានេះផងដែរយើងក៏បានឃើញថាមនុស្សគ្រប់គ្នាគឺបានផ្ដល់នៅគ្រីស្តាល់ស្នូសัตว์បិសាចហ្នឹងដោយតួឯករបស់យើងជាមួយនឹងវីលៀមដើម្បីធ្វើការវឹកហាត់យកតែម្ដងដោយពួកគេគឺថ្លែងអំណរគុណទៅកាន់អ្នកទាំងពីរហ្នឹងឯងចំណែកអាប៉ែដែលបានធ្វើជាឃាតករគេមានឈ្មោះថា Oliver ក៏ដូចគ្នានេះផងដែរអាប៉ែហ្នឹងគឺរៀបចំគម្រោងសម្លាប់ទៅកាន់តួឯករបស់យើងធ្វើទៅបើតែគេមិនអាចសម្លាប់តួឯករបស់យើងនៅក្នុងអាណាចក្រសម្ងាត់បានក៏ដោយប៉ុន្តែនៅពេលតួឯករបស់យើងគឺចាក់ចាញ់មកវិញដូច្នេះគេនឹងធ្វើការសម្លាប់ទៅកាន់តួឯករបស់យើងយកតែម្ដងមិនសារនិយាយតង់ថ្មីដូច្នេះហើយគ្នាយើងសូមកុំប្រកាន់អីមានអារម្មណ៍ថានិយាយចឹងទៅវារៀង smooth ចឹងណាដូច្នេះក៏សាកនិយាយចឹងទៅហើយយើងក៏បានកាន់មកដល់ពេលដែលគ្នាតួឯករបស់យើងចាក់ចេញពីអាណាចក្រសម្ងាត់វិញពិតជាមិនទាន់ស្លាប់មែនដូច្នេះហើយ Oliver ភ្លាមគេបានស្ទូមពេលប្រហែលទៅកាន់តួឯករបស់យើងប៉ុន្តែថោបានតួឯករបស់យើងគេផុតដូចគ្នានេះផងដែរគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនដោយសារឃើញតួឯករបស់យើងគឺបានប្រើប្រាស់នៅបច្ចេកទេសថ្មីរបស់ប្លាតមេជីកហ្នឹងឯងចំណែកតួឯករបស់យើងក៏មិនខ្លាចទៅកាន់ Oliver ផងដែរគេព្យាយាមទប់ទល់នឹងវាយប្រហារជាមួយតួឯករបស់យើងដោយគេនិយាយថាគេគ្រាន់តែចង់កំចាត់ទៅកាន់មនុស្សក្រក់និងបណ្ដាលសង្គមខូចខាតតែប៉ុណ្ណោះនៅពេលនោះយើងក៏បានឃើញ Kaiser គឺបានធ្វើមកខាត់ទៅកាន់អ្នកទាំងពីរហើយក៏បានសួរនាំអីចឹងទៅអ្នកគ្រប់គ្នានៅពេលដែលឮថាប៉ែ Oliver ថាតួឯករបស់យើងគឺជាមនុស្សដែលបង្កទៅកាន់សង្គមហើយក៏មានជាតិពលដែលបង្កសម្រាប់គ្រួសាររាជវង្សទៀតនោះដូច្នេះហើយធ្វើពួកគេមានការភ្ញាក់ផ្អើលខ្លាំងមែន Kaiser គឺបានយក scroll ចេញមកដែលវាគឺអាចសង្កត់ទៅលើជាតិពឹកគ្រប់យ៉ាងតែម្ដងបើសិនណាម្នាក់គឺមែននោះគឺវាអាចសង្កេតឃើញនៅពេលនោះផងដែរនៅពេលដែលសង្កេតនឹងគឺបានឃើញថា Adobe Crystal ដែលតួឯករបស់យើងទួបានហ្នឹងវាគឺមានជាតិពឹកដូច្នេះហើយធ្វើមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនគេបាននិយាយថាបើជា Oliver ហ្នឹងគឺចង់ចោទប្រកាន់ទៅកាន់តួឯករបស់យើងតែប៉ុណ្ណោះចំណែកអាតាចាស់ Kaiser ហ្នឹងពិតជាធ្វើឲ្យខ្ញុំខឹងខ្លាំងមែនអារបល់កាយហ្នឹងគឺបានគិតថាចាំមើលតួឯករបស់យើងគឺអាចប្រកាសយ៉ាងម៉េចទៀតហើយបាននិយាយទៅកាន់តួឯក
ផលរបស់យើងតែមានអីចង់មកកាយដែរឬអត់ដោយផលរបស់យើងខននឹងថាក៏បានសង្កេតដឹងដូចគ្នាផងដែរមើលទៅគ្រីគឺនាំទៅគេខ្លាំងមែនទែនប៉ុន្តែគេក៏បានចាប់ចងទៅកាន់ទួយផលរបស់យើងដាក់គុកគេហើយសើមកេតយឺតសិនទៅមិនធំតែចាប់ទៅកាន់ទួយផលរបស់យើងនោះទេចាប់ទៅកាន់អបែ Oliver ដូចគ្នាផងដែរដើម្បីសង្កេតទៅកាន់អ្នកទាំងពីរជាដំបូងសិនទោះបីជាបកាច់កៅសើព្យាយាមយ៉ាងណានឹងចង់បកាច់ក៏ថោបែរនៃយូស្លាខត់ពេលសម្ដីគេមកឲ្យនិយាយច្រើននោះទេដោយសារគាត់គឺចង់សើមកេតជាមុនសិនសិស្លាក៏បាននិយាយផងដែរមើលទៅ Oliver គឺបានចោតប្រកាន់ទៅកាន់ទួយផលរបស់យើងជាមួយនឹងអាឡបលកាច់កៅសើហ្នឹងឯងអបកាច់នឹងមកក្រក់ឲ្យជ្រឹកអាក្រក់ទៀតដូចសាររបស់វាបែកបាត់យកតែម្ដងហើយគ្នាយើងក៏អត់ដឹងសាររបស់វាអាណាគឺជាប៉ាហ្វីលីហ្នឹងឯងសេយើងកាន់មកដល់ក្នុងគុកវិញម្ដងយើងក៏បានឃើញថាលោកគ្រូគ្រីគឺបានរៀបចំនិងលាបថ្នាំរបួសទួយផលរបស់យើងដោយតាមការសើមកេតរបស់គាត់នឹងគាត់គឺបានដឹងថាអាថ្នាំពលទួយផលរបស់យើងទូបាននឹងវាគឺបានមកពីព្រះរាជបុត្រទី2ពិតជាធ្វើឲ្យអាសានមានការខឹងសម្បាចង់សម្លាប់យ៉ាងខ្លាំងតែម្ដងសត្រូវរបស់ឯងមានទីបញ្ចាំនៅក្នុងភពលោកមួយនេះវាពិតជាច្រើនខ្លាំងមែនទេដូច្នេះហើយត្រូវតែគិតអំពីខ្លួនឯងជាមុនសិន Oliver ក៏បាននិយាយផងដែរហើយចង់សម្លាប់ទៅកាន់គ្រួសាររាជវង្សមែនដែរទេដោយសារតែលោកគ្រូគ្រីនឹងគឺជាអ្នកការពារនៃគ្រួសាររាជវង្សនឹងឯងដូច្នេះហើយនិយាយឯងគឺបានជាពាក្យកូនឯងមួយបន្តមកលោកគ្រូគ្រីនឹងមកយកឯងចាក់ចេញពីទីកន្លែងនេះដូចគ្នាផងដែរនឹកស្មានថាប្លាតមេជីវាមិនអត់ពុកខ្លាំងដល់ថ្នាក់នឹងសោះអញចង់ដឹងថាពេលថាឯងនឹងជួយសង្គ្រោះឬក៏ចង់បានអាណាទៅហើយឯងគឺសុំរង្វាន់នៃពីអញទួយផលរបស់យើងនិយាយភ្លាមថាម្ដាយរបស់ Oliver នឹងឯងអញចង់ដឹងណាស់ថាឯងនឹងគឺចូលចិត្តអ្វីអំពីនាងនោះវាគឺជាការសងសឹករបស់សមោលនៃគ្រួសាររបស់ Oliverសម្រាប់សាច់រឿងមួយនេះផងដែរបើគ្នាយើងតាមដានពីដំបូងទៅដឹងអំពីកម្រិតរបស់វាខ្លះហើយអំពីកម្រិតអ្នកចម្បាំងទួយផលរបស់យើងហ្នឹងហើយតាមខ្ញុំមើលទៅដល់ភ័ក្រនេះហើយខ្ញុំឃើញតែ5កម្រិតនោះទេវាអាចលើសហ្នឹងទៀតដែលខ្ញុំសុំរាប់តែម្ដងទៅកម្រិតទី1គឺជាអ្នកចម្បាំងដែកកម្រិតទី2អ្នកចម្បាំង Silver កម្រិតទី3អ្នកចម្បាំង Snowman ហើយកម្រិតទី4វិញអ្នកចម្បាំងពាក់កណ្ដាលបោសុតហើយកម្រិតទី5អ្នកចម្បាំងបោសុតហ្នឹងឯងដែលប៉ែ Oliver ស្ថិតនៅកម្រិតទី4ចំណែកប៉ែ Kaiser ស្ថិតនៅកម្រិតទី5ចំណែកឲ្យទួយផលរបស់យើងវិញស្ថិតនៅកម្រិតទី3ទេប៉ុន្តែដោយសារតែមានជំនួយអំពីប្លាត Magic ទើបគេអាចយកឈ្នះកម្រិតទី4ដែលជាប៉ែ Oliver នឹងឯងហើយគេមានការទទួលមកដកក៏ដូចជាដាវបោសុតផងដែរតែដាវបោសុតរបស់គេគូទៅហៅថាដាវវិសាចវិញទៅផ្សំគាត់ថាចំណងជើងគេដាក់ដាវបោសុតហើយជាងយើងហៅបោសុតហ្មងទៅអូខេខ្ញុំសូមបញ្ចប់ធំតែ4ភាគហ្នឹងសិនទៅសម្រាប់តែគ្នាយើងគឺមើលនៅក្នុង YouTube ចឹងណាតែបើគ្នាយើងមើលនៅក្នុង Group Dictator ប្រហែលជាបានឃើញ10ភាគយកតែម្ដងហើយនៅយប់ហ្នឹងផងដែរខ្ញុំមានការ live មួយគ្នាយើងគឺគ្នាយើងក៏អាចចូលមែននៅក្នុង channel Full Official channel ហ្នឹងឯងអាច channel 8K ហ្នឹងគ្នាយើងដំបូងថាចាំបាន 10K ចាំធ្វើការ live ប៉ុន្តែឥឡូវនេះគឺតាម 8K live យកតែម្ដងទៅដោយសារថ្ងៃហ្នឹងគឺជាថ្ងៃ Valentine ដែរដូច្នេះហើយ admin ចង់ live កំដរនេះអត់សង្សារអញ្ចឹងណាអូខេចាំជួបគ្នាវីដេអូក្រោយបន្តទៀតបាយបាយអូខេបើគ្នាយើងនៅចង់ចូលក្រុមគឺអាចទេតង admin បានហើយគ្នាយើងគឺអាច donate មុនបានក៏បានដែរហើយចាំឆានមក admin ចាំ donate ក៏បានដែរបើចង់លឿងតែម្ដងគឺ donate ហើយបាញ់ admin មើលទៅនៅពេលដែលខ្ញុំគឺឃើញខ្ញុំតែងចូលយកតែម្ដងគឺអត់ចាំយូរនោះទេបើឡាយឆានមកខ្ញុំគឺយូរប្រហែលជាខ្ញុំមកផុសលេខចឹងទៅហើយការ donate របស់អ្នកនរគ្នាគឺតាមសទ្ធារបស់អ្នកនរគ្នាទេចង់ donate បានក៏បានតែក៏ខ្ញុំតែងចូលដែរខ្ញុំធ្វើចឹងមានគោលបំណងពីរទី1គឺចង់ឲ្យខ្ញុំធ្វើវីដេអូហ្នឹងគឺបានច្រើនហើយទី2គឺអរគុណទៅកាន់អ្នកដែលបាន donate មកកាន់ខ្ញុំចឹងណាហើយវាគឺជាកម្លាំងចិត្តដែលធ្វើឲ្យខ្ញុំចេញវីដេអូគ្នាយើងបានមើលច្រើនផងដែរគ្នាយើងកាន់តែ support ខ្ញុំកាន់តែមានអារម្មណ៍ថាចង់ធ្វើវីដេអូគ្នាយើងមើលចឹងណាអូខេខ្ញុំមានតែប៉ុណ្្នឹងទេចូលទៅកាន់វីដេអូទៅចឹង
Xây dựng phim này phong đây cứ bàn chạp đàm làng mình to dương của bạn khởi đá. Rồi chỉ bot TP năng cứ chạp đàm mình cho từ khăn tuổi phò bò dương ấy. Từ xa tại kia cứ mê nằm nạc nông ca chui tuổi phò bò dương bán. Hỏi kia bật chỉ chạp đàm nông ca để tuổi phò bò dương phò lạn mấy chỉ khlang mình đến. Từ trên hai kia chọn tuổi phò bò dương khai tôi chỉ đào được một sủi bò ký. Ở cho bà ai mình chơi phòng vinh kịch chẳng mày trái. Nếu group này xuất bàn khởi thái hay cứ bàn bò bong con cháu. Tham từng nom tuổi kia tiền. Bạch khoa nữ tây dương bật trên từ đó là Oliver bần tại nó về ní dương bật chỉ chọn mà nấy bần tại khiêm nào đẹp bạn để sát hãy quên flow trong cam bạn ra nơi tây dài cứ trình nệ đẹp bà lạt mấy chính với mình sưu nơi tây đời sai là hẹn ní hay trong ai thua chạc hộp thằng mùi ní thua kia ọp ảnh phim bằng tam xâm lạp ảnh phong đấy nó về đành dậy nó ngạc bài con cha robot kia nâng đỏ ta robot kia tụi với ba tất cả tuổi robot dương bần tại tàu ban Hassan tục tolอย่าง ngày xuôi tam đong nó về nuôi dương các bạn khởi Oliver bên nháp rót mòอย่าง lươn tam đong kia bật chỉ mình cáp cho bao nó về Oliver mình slap រីករាយខ្លាំងមែនទែនអាកូនចៅបាញ់មិញនឹងស្ទូទៅវាទៅកាន់ Oliver ប៉ុន្តែភ្លាមអាសានគឺបានទប់ទល់លើសម្លាប់ទៅកាន់គេភ្លាមហើយចង់សម្លាប់គេប៉ុន្តែឯវិញគឺជាអ្នកទៅនរកបន្តមកអាសានគឺបានស្ទូទៅយ៉ាងលឿនសម្លាប់ទៅកាន់កងទ័ពរបស់រាជបុត្រទី2ភ្ជង់ដាវទៅកាន់រាជបុត្រទី2ទៀតផងប៉ុន្តែគេហាក់ដូចជាមិនភ័យទៅសោះថែមទាំងនិយាយទៅកាន់គ្រីទៀតផងឲ្យគ្រីនឹងខិនទៅលោកគឺជាអ្នកការពាររបស់រាជវង្សមានដែរទេដូច្នេះហើយមើលទៅកាន់កូនសត្វរបស់លោកទៅប៉ុន្តែគ្រីមិនចៃចាសម្លាប់ទៅកាន់កងទ័ពគេម្នាក់ហើយក៏បាននិយាយថាអញគឺជាអ្នកការពារតែព្រះជាតែមួយគត់ហើយខ្ញុំក៏បានសើមគេអំពី10ឆ្នាំ3ដបនេះផងដែលវាមានប្រភពមកវិញណាវាជាហេតុដែលធ្វើរាជបុត្រទី2មានការកើជាបេក្ខជនចំនួន8នាក់នឹងហើយឬក៏អាចថា top 8ក៏បានដែរហើយមានបេក្ខជនជាច្រើនតែម្ដងរត់ចូលទៅកាន់សង្វៀនដើម្បីសម្លាប់ទៅកាន់ Hydra ខ្លាចទៅជា top 8អូខេសួស្តីគ្នាយើងនេះគឺជា official channel របស់ខ្ញុំដែលជា channel ផ្លូវការហ្នឹងហើយហើយបើគ្នាយើងចង់ដឹងថា admin មាន channel ប្រមាណអីគឺអាចចូលមើល channel ហ្នឹងបានហើយតាមសាបទៅ channel ហ្នឹងគ្នាយើងកុំភ័យអីថា admin ហត់ចោលនោះហើយ admin ទុក channel ហ្នឹងជា channel ផ្លូវការហើយក៏ដូចគ្នានេះផងដែល admin ក៏មាន channel Telegram ផ្លូវការផងដែរគ្នាយើងគឺអាច join បានហើយគ្នាយើងគឺអាច join ក្រុមដើម្បីជែកគ្នាបាននៅក្នុងក្រុមនឹងផងដែរទៅ admin បង្កើតថ្មីនោះទេដូច្នេះហើយគឺអាចជែកគ្នាបានមកឆ្លាញ់នៅក្នុងហ្នឹងចង់ដឹងព័ត៌មានការផុសវីដេអូរបស់ admin join នៅក្នុងហ្នឹងទៅគឺដឹងគ្រប់សពយកតែម្ដងហ្នឹងហើយ admin មានតែប៉ុណ្្នឹងនោះទេអូខេសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយយើងនឹងបន្តស្អីរឿងគំនុំសងសឹករបស់ឃាតករសមររបស់យើងបន្តទៀតប៉ុន្តែអធិស្ឋានខ្លាំងមែនសម្រាប់ការចេញវីដេអូយឺតក៏ដូចជាការចេញនៅក្នុង YouTube និងនៅក្នុងក្រុមរបស់យើងនឹងគឺមានតិចខ្លាំងមែននៅក្នុងក្រុមនឹងគឺធ្វើបានតែមួយឬក៏ពីរវីដេអូនៃនោះទេបញ្ហាគឺមកពីខ្ញុំខ្លួនឯងអារម្មណ៍អត់ល្អក៏ដូចជាបញ្ហាសុខភាពផងដែរក៏ដោយសារតែខ្ញុំហូបអីខុសទៅពេលចឹងហើយធ្វើឲ្យពេះខ្ញុំអត់ស្រួលចឹងហើយអធិស្ឋានខ្លាំងមែនហើយក៏អរគុណគ្នាយើងដែលបាន donate មកឲ្យខ្ញុំហើយបើគ្នាយើងណាគឺ donate ហើយមិនតាន់បានចូលក្រុមនោះគឺអាច Telegram មកខ្ញុំបានខ្ញុំអាចចូលក្រុមចូលតែម្ដងសមាជិករបស់យើងក៏អត់សូវមានច្រើនដូចគ្នាផងដែរជាពិសេសបើគ្នាយើងណាមានចំណាយច្រើននោះគឺអាចចាយយក admin 1 2បានទុកធ្វើជាដើមទុនក្នុងការធ្វើចំណាយតឬក៏ធ្វើសាច់រឿងថ្មីគ្នាយើងមើលចឹងទៅហើយក៏អធិស្ឋានខ្លាំងមែនសម្រាប់រឿងមួយចំនួនតែខ្ញុំគឺបានផុសរឿងពេញឡើងវិញអញ្ចឹងទៅសារគ្នាយើងនៅក្នុង Telegram chat សួរខ្ញុំថាបាត់រឿងនេះទៅណាបាត់ភ័ក្រខ្លះទៅណាចឹងហើយក៏សរុបដាក់គ្នាយើងមើលហ្មងទៅហើយសម្រាប់តែរឿងខ្លះហ្នឹងជាប់ copyright គ្នាយើងគឺជាស្រ័យខ្លាំងមែនដោយសារពេលខ្លះ YouTube វាចាប់តាំងរឿងហ្នឹងបើគ្នាយើងចង់មើលវីដេអូពេញនៃរឿងហ្នឹងឬក៏ភ័ក្រហ្នឹងហើយចឹងទៅគ្នាយើងគឺអាចឆាតតាម Telegram ផាបានមែនបានខ្ញុំនឹងផ្ញើវីដេអូចូលក្នុងហ្នឹងតែម្ដងដោយសារខ្ញុំគឺបាន save វីដេអូមួយចំនួនទុកនៅក្នុង Telegram សម្រាប់វីដេអូណាដែល copyright ចឹងទៅខ្ញុំ share គ្នាយើងមើលចឹងណាហើយវីដេអូនេះផងដែរបើស្លេងរបស់ខ្ញុំរៀងអត់សូវលឺឬក៏ខ្សោយស្លេងស្អកអីហ្នឹងសូមអធិស្ឋានខ្លាំងមែនតើហើយខ្ញុំសូមនិយាយអំពី channel ទីទៀតទៅគ្នាយើងបើមិនជួយចែកឲ្យខ្ញុំ1 2មកទុកធ្វើសាច់រឿងថ្មីយ៉ាងណាដោយសារសូមមែន channel ផុសនោះទេ channel ខ្លះគឺអត់ហ៊ានផុសតចឹងទៅ channel ខ្លះគ្រប់ម៉ោងក៏ទុកចោលសិនទៅនឹងឯងសង្ឃឹមណាគ្នាយើងនឹងជួយខ្ញុំបានខ្លះអូខេមានតែប៉ុណ្្នឹងទេចូលទៅកាន់សាច់រឿងរបស់យើងយកតែម្ដងទៅចឹងពេលនេះផងដែរចាប់ដើមជាមួយ
អាសានខ្លាយទៅជាអ្នកវិភាគបន្តពីគេនឹងអាចយកឈ្នះមកកាន់ការប្រកួតមួយនេះហើយគេនឹងបំផាក់ទៅកាន់គ្រួសារ Copper ទាំងមូលយកតែម្ដងបន្តមកទៀតយើងក៏បានឃើញដែរ MC ក៏បាននិយាយផងដែរថាអ្នករាល់គ្នានឹងធ្វើការប្រយុទ្ធពីរជុំទី1នឹងគឺជាការប្រយុទ្ធជាមួយនឹងសត្វបិសាចហៃដ្រាជុំទី2នឹងប្រយុទ្ធមួយតល់នឹងមួយការប្រយុទ្ធជាមួយនឹងហៃដ្រាត្រូវតែធ្វើការកាត់ក្បាលរបស់ហៃដ្រានិងយកចុះពីលើសង្វៀនទើបអ្នករាល់គ្នាខ្លាយទៅជា Top 8នៅក្នុងការប្រកួតមួយនេះនិងធ្វើការប្រយុទ្ធគ្នាមួយតល់នឹងមួយអញ្ចឹងទៅបន្តមកអ្នករាល់គ្នាក៏បានបើកការប្រយុទ្ធជាមួយនឹងហៃដ្រាគ្រាន់តែបើកការប្រយុទ្ធភ្លាមនឹងអាចកាត់ក្បាលទៅកាន់ហៃដ្រាមួយបានបាត់ទៅហើយចំណែកឯតួឯកផលរបស់យើងក៏បានសង្កេតទៅកាន់នារីម្នាក់ផងដែរតែគេបានសង្កេតដឹងថាកញ្ញាម្នាក់ហ្នឹងគឺមានទេពកោសល្យថ្នាក់ឯកមកពីគ្រូសាស្ត្រ Forrester ក៏ដូចគ្នានេះនាងគឺមានឈ្មោះថា Luna សម្រាប់ទេពកោសល្យថ្នាក់ឯកហ្នឹងគឺខ្ញុំបាបយកខ្លាំងមែនទែនដោយសារគេមិនបញ្យល់បានច្បាស់លាស់នោះទេថានាងមានទេពកោសល្យទៅខាងអីចឹងទៅអាចថាខាងបជាវិញ្ញាណសត្វអីចឹងគ្នាយើងសម្រាប់គ្នាយើងដែលមើលរឿងបលាំងត្រាអាចរៀបគោលទៅយល់អំពីហ្នឹងហើយយើងក៏បានឃើញថាចៅ Luna គឺបានផើសត្វរបស់នាងដើម្បីដណ្ដើមក្បាលហៃដ្រាប៉ុន្តែនៅពេលនោះក៏មានមនុស្សម្នាក់ផងដែរគឺបានមកត្រើមជាមួយនឹងនាងហើយពួកគេទាំងពីរគឺបានឆ្លោះគ្នាបន្តិចទៅប៉ុន្តែយើងក៏បានឃើញថានាងក៏បានបើកការវិវហាទៅកាន់បរិមម្នាក់ហ្នឹងផងដែរដែលគេមានឈ្មោះថា Thorodin ទេពកោសល្យរបស់គេក៏ថ្នាក់ F ផងដែរហើយគេមកពីគ្រួសារ Drake ហើយពេលហ្នឹងហើយដូចជាថាអញ្ចឹងចាំមើលថាទេពកោសល្យទាំងពីរមួយណាគឺជាអ្នកឈ្នះដែល MC របស់យើងគឺជាអ្នកនិយាយយើងក៏បានឃើញថា Thorodin គេពិតជាខ្លាំងមែនទែនការការពារនិងការវិវហារបស់គេក៏ធ្ងន់ផងដែរចំណែកឯការការពាររបស់គេនឹងអាចារ្យ Luna របស់យើងក៏មិនអាចធ្វើអ្វីទៅកាន់នាងបានទៀតផងចំណែកឯប៉ែ Mulan វិញក៏បានប្រកាសថា Thorodin របស់យើងជាប់ចំណាត់លេខ1វាពិតជាលឿនខ្លាំងមែនទែនធ្វើឲ្យគ្រប់គ្នាចំណែនចំណែកតួឯករបស់យើងខ្លាយទៅជាអ្នកវិភាគយ៉ាងចំតួឯកតំណាក៏វិភាគផងដែរបន្តមកក្បាល Hydra មួយទៀតក៏ត្រូវបានកាត់ដល់អាចារ្យ Glory របស់យើងនឹងឯងសមត្ថភាពរបស់នាងក៏មិនអន់ដូចគ្នាផងដែរដូច្នេះហើយកុំខ្លាចក្នុងការយកក្បាលរបស់ Hydra មួយហើយយើងក៏បានឃើញថាប៉ែ William គឺបានដកដារបស់គេនឹងស្ទុះទៅពេលបហាទៅកាន់ Hydra ដូចគ្នាជាមួយនឹងជំនួយរបស់អាចារ្យ Andra របស់យើងនឹងឯងចំណែកអាចារ្យ Andra របស់យើងដោយសារតែជំនួយផ្លេចមើលក្រោយនឹងប៊ីនឹងត្រូវបាន Hydra ចាត់ការក៏ត្រូវបានអាសានប្រើតែមួយស្នៀតកាត់ក្បាលទៅកាន់ Hydra ឲ្យទៅកាន់អាចារ្យ Andra របស់យើងនឹងឯងហើយគេពិតជាអរគុណទៅកាន់តួឯកផលរបស់យើងខ្លាំងមែនទែនចំណែកប៉ែ William ក៏អាចយកក្បាលរបស់ Hydra មួយក្នុងការប្រយុទ្ធនេះផងដែរតួឯកផលរបស់យើងក៏បានសើទៅកាន់គេដូចគ្នាបន្តមកវាគឺជាការយកក្បាលរបស់គេនឹងឯងដែលក្បាល Hydra ដែលគេត្រូវការនោះគឺជាក្បាលទី8វាតាំងតែងនិងខ្លាំងជាងគេមែនទែនដូច្នេះហើយគេបានស្ទុះទៅយ៉ាងលឿនដើម្បីវិវហាទៅកាន់ក្បាលរបស់ Hydra ការវិវហារបស់គេអាចចាត់ការទៅកាន់ក្បាល Hydra ទី7បានដូចគ្នានេះសល់ក្បាល Hydra មួយកម្លាំងរបស់វាកាន់តែខ្លាំងបើការវិវហាទៅកាន់តួឯកផលរបស់យើងចំណែកអាសានព្យាយាមខ្លាំងតែក្នុងការទប់ទល់ជាមួយនឹងក្បាលទី8មួយនេះវារៀងតាំងតែងខ្លាំងតែដោយសារក្បាលចុងក្រោយប៉ុន្តែបើនៅតែបន្តវាច្បាស់ជាហួសពេលដោយសារតែក្បាលដតីទៀតនឹងចាប់ផ្ដើមដោះសារជាថ្មីផងដែរដូច្នេះហើយគេបានស្ទុះទៅយ៉ាងលឿនតែម្ដងកាត់ក្បាលទៅកាន់Hydraហើយយើងក៏បានឃើញថាគណៈពេលដែលគេបានកាត់ក្បាលទី8ហើយនោះអាសានក៏ត្រូវការកាត់ក្បាលថ្មីរបស់វាផងដែរហើយបន្តមកមានតែធ្វើការចាត់ការនឹងបំផ្លាញទៅកាន់បេះដូងវាតែប៉ុណ្ណោះទើបអាចសម្លាប់ទៅកាន់Hydraបានប៉ុន្តែគណៈពេលដែលគេកំពុងតែរៀបបំផ្លាញហើយនោះក៏មានសក់មកចាប់ដៃទៅកាន់តួឯកផលរបស់យើងហើយនោះគឺជាកូនចៅរបស់ឡាននឹងឯងសក់នោះក៏បានយកក្បាលHydraយកមកឲ្យមេរបស់គេផងដែរចំណែកឡានពិតជាអន់ចិត្តខ្លាំងណាស់មានដែរទេដូច្នេះហើយវ៉យើងនឹងលុតជង្គង់ទៅហើយដើម្បីបានជាយើងត្រូវទៅលុតជង្គង់ចំពោះឯនោះវាគ្រាន់តែជាការងាយស្រួលក្នុងការចាត់ការទៅកាន់Hydraដើម្បីយកក្បាលតែប៉ុណ្ណោះមានដែរទេបន្តមកក៏បានចាប់គ្នារបស់តួឯកផលរបស់យើងប៉ុន្តែតួឯកផលរបស់យើងនឹងគឺបានបំផ្លាញទៅកាន់សក់ហើយមិនត្រឹមតែប៉ុណ្ណោះគេបានបំផ្លាញទៅកាន់ត្រាដែលជាចង្វារបស់Hydraដូចគ្នាផងដែរធ្វើឲ្យរាជបុត្រទី2មានការចាប់អារម្មណ៍យ៉ាងខ្លាំងចាំមើលថាការប្រកួតរវាងគ្រួសារ Copper នឹងទៅជាយ៉ាងណាទៀតបន្តមកឡានគឺគ្មានទៅខ្វល់ទេចំពោះHydraដែលបានដកក្បាលជាច្រើននោះតួឯកផលរបស់យើងគឺបានignoreទៅកាន់Hydraចោលយកតែម្ដងដើម្បីធ្វើការបំផ្លាញទៅកាន់សក់របស់ Lisa ដែលជាអ្នកបម្រើរបស់ឡាននឹងឯងប៉ុន្តែទោះយ៉ាងណាក៏ដោយក៏គេមិនអាចបំផ្លាញទៅកាន់សក់របស់ Lisa បានផងដែរបើនៅតែបន្តយ៉ាងនឹងទៀតវាច្បាស់ណាស់ក្បាលរបស់វានឹងដោះពេញលេញកម្លាំងរបស់វានឹងត្រឡប់មកវិញផងដែរដូច្នេះហើយមានតែធ្វើការបំផ្លាញទៅកាន់ក្បាលរបស់វាម្ដងមួយបន្តទៀតតែប៉ុណ្ណោះហើយធ្វើការចាត់ការនឹងបំផ្លាញទៅកាន់សក់របស់ Lisa ផងដែរប៉ុន្តែវាពិតជាបាក់ក្នុងការបំផ្លាញខ្លាំងមែនទែនបន្តមក Lisa នាងប្រើសក់របស់នាងប្រើទៅជាសមររបស់សត្វបិសាចចូលទៅបហាជាមួយនឹងHydraដើម្បីនោះផងដែរយើងក៏បានឃើញថាLisaហាក់ដូចជាអស់កម្លាំងនៅពេលដែលសាររបស់យើងបំផ្លាញទៅកាន់តែខ្សែសក់របស់នាងហើយចំណែកWilliamក៏
បានអោបនាងគឺរត់ចេញពីទីកន្លែងនឹងផងដែរហើយគេសង្ឃឹមថាគេនឹងអាចដាស់ស្មារតីទៅឲ្យលីសាបានដោយសារតែអ្នកទាំងពីរនឹងគឺជាមិត្តភក្តិតាំងពីតូចមកនៅពេលបន្ទប់តនោះទេគេច្បាស់ចិត្តធ្លាក់លើសង្វៀនប្រកួតជាមិនខានបន្តមកគេក៏បានកិច្ចការវិបាហាបន្តទៀតរបស់លូណាហើយក៏បានស្ទុះទៅវិបាហាទៅកាន់នាងផងដែរលូណាប្រើក្របពួនបាញ់ទៅកាន់វីលៀមប៉ុន្តែក៏បានវីលៀមតបចោលផងដែរបន្តមកគេក៏បានបញ្ចេញកម្លាំងរបស់គេយ៉ាងខ្លាំងនិងប្រើប្រាស់របឿនយ៉ាងលឿនអ្វីដែលទៅវាអាចគ្រោះថ្នាក់ដល់ជីវិតក៏ដោយប៉ុន្តែទោះបីផលរបស់យើងបានដឹងថាការវិបាហាមួយនេះរបស់វីលៀមគឺបានប្រាជ័យបាត់ទៅហើយបាត់ទៅកាន់អាចារ្យលូណាភ្លាមចាលូណាគឺបានមកក្រោយអបវីលៀមបាត់ទៅហើយបន្តមកទៀតគេហាក់ដូចជាដឹងចាញ់យើងក៏បានឃើញដែរហាក់ដូចជាវីលៀមនឹងគឺអស់កម្លាំងត្រូវបានគ្រប់គ្រងដោយអាចារ្យលូណានឹងឯងប៉ុន្តែវាហាក់ដូចជាមិនតន់ចាញ់ទាំងស្រុងនោះទេយើងក៏បានឃើញថាវេទមន្តរបស់អាចារ្យលូណាគឺបានផើផាទៅកាន់អបវីលៀមដូចគ្នាផងដែរធ្វើឲ្យគេអស់កម្លាំងនិងចោកសោយ៉ាងខ្លាំងតែម្ដងនៅពេលដែលគេសូបយកនៅវេទមន្តរបស់អាចារ្យលូណានឹងធ្វើកម្លាំងរបស់គេចោកសោយ៉ាងខ្លាំងសឹងតែមិនអាចទប់រាងកាយរបស់គេបានទៀតផងបន្តមកទៀតអាចារ្យលូណារបស់យើងគឺបានធាក់អបវីលៀមធ្លាក់លើសង្វៀនប្រកួតយកតែម្ដងអាសាមជាយាមស្ទុះទៅយ៉ាងលឿនផងដែរដើម្បីជួយសង្គ្រោះទៅកាន់វីលៀមប៉ុន្តែនៅពេលនោះយើងក៏បានឃើញថាវីលៀមគឺត្រូវបានជួយសង្គ្រោះដោយសក់របស់លីសាបាត់ទៅហើយចំណែកចាលីសានៅពេលដែលជួយគេហើយនឹងវាហាក់ដូចជាបញ្ចេញអារម្មណ៍អៀនក៏ដូចគ្នានេះនាងក៏ភ័យព្រួយផងដែរប៉ុន្តែយើងក៏បានឃើញថាអណ្រានាងគឺបានព្យាយាមជួយសង្គ្រោះទៅកាន់វីលៀមផងដែរប៉ុន្តែវាហាក់ដូចជាធម៌ពលរបស់នាងនឹងគឺមិនគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះទៅកាន់វីលៀមនោះទេដោយសារវេទមន្តដែលគេបានសូបយកនឹងឯងប៉ុន្តែសានគឺបាននឹកឃើញនិងក៏សម្គាល់ទៅកាន់លីសាដូច្នេះហើយក៏បានឲ្យអ្នកទាំងពីរខំបូកគ្នាយកតែម្ដងទៅតែការចាប់គូស្នេហ៍ហ្នឹងក៏គេអាចធ្វើបានផងដែរចំណែកអណ្រានាងកំពុងតែគិតអំពីការខំបូរវាងអ្នកទាំងពីរដើម្បីជួយសង្គ្រោះទៅកាន់វីលៀមវាហាក់ដូចជាវាធ្វើឲ្យប្រសើរឡើងនៅក្នុងការបន្សាបទៅកាន់អ្វីមួយនឹងវេទមន្តផ្សេងអញ្ចឹងទៅទោះឲ្យផលរបស់យើងក៏បានកត់សម្គាល់ទៅលើកប្បកិរិយារបស់នាងដូចគ្នាសាច់រឿងរបស់យើងក៏បានកាត់នៅពេលដែលហេរ៉ានាងកំពុងដាក់ទោសទៅកាន់លីសាតែនាងគឺធ្វើការការពារទៅកាន់អបអាឡានគឺមិនបានសម្រេចនឹងឯងហើយពួកគេបាននិយាយយើងនឹងផងដែរថាគូសាររបស់ហេរ៉ានឹងក៏បានបង្កើតនៅកងទ័ពវាហាក់ដូចជាកងទ័ពសមោអញ្ចឹងប៉ុន្តែវាលើសតួឯកផលរបស់យើងទៅទៀតដោយសារតែការវឹកហាត់និងការដាក់ទរណកម្មវាពិតជាប្រៃសាយខ្លាំងមែនទែនដោយការវឹកហាត់ទាំងអស់នោះវាធ្វើឲ្យក្មេងទាំងអស់គ្នាពិតជាខូខើអ្នកខ្លះហត់អីស៊ីនឹងគឺស៊ីសាច់គ្នាឯងទៀតផងហើយនៅពេលនោះផងដែរក៏បានបង្កើតនៅក្មេងស្រីម្នាក់ផងដែរដែលជាលីសារបស់យើងនឹងនាងពិតជាខ្លាំងមែនទែនហើយក៏បានធ្វើការសម្លាប់ទៅកាន់ក្មេងៗទាំងអស់គ្នានិងខ្លាយទៅជាក្មេងដែលមានទេពកោសល្យតែមួយគត់ហើយក៏ជាក្មេងដែលមានជីវិតក្រោយការវឹកហាត់ទាំងអស់នោះផងដែរដែលហេរ៉ានាងបង្កើតនៅទេសកលទាំងអស់នេះដើម្បីជួយសង្គ្រោះនិងសផលទៅកាន់អាឡាននឹងឯងប៉ុន្តែនៅពេលនេះនាងបែរជាធ្វើអាឡានមានរបួសដូច្នេះហើយនាងពិតជាសុំទោសខ្លាំងមែនទែននឹងឲ្យហេរ៉ានឹងធ្វើការដាក់ទរណកម្មមកកាន់នាងមកគណៈពេលដែលហេរ៉ានាងកំពុងតែធ្វើការដាក់ទរណកម្មទៅកាន់លីសានឹងឯងយើងក៏បានឃើញថាលីសាកំពុងតែឈឺចាប់សុកទួយផលរបស់យើងគឺបានទម្លូទ្វារមកដល់ហើយថែមទាំងធ្វើការវេបហាទៅកាន់អំពត់របស់នាងឲ្យជ្រុះពីដៃទៀតផងហើយពិតជាខឹងទៅកាន់ស្រីចង្រៃនឹងខ្លាំងមែនទែនបន្តមកសាច់រឿងរបស់យើងគឺអស់ភ័យហើយដូច្នេះហើយនេះគឺជាវីដេអូចុងក្រោយនៃសាច់រឿងទួយផលរបស់យើងដែលជាឃាតករសមោនឹងឯងសម្រាប់សាច់រឿងហ្នឹងឡើងគឺមានតែ31ភាគហ្នឹងនោះទេបើមានតទៀតខ្ញុំនឹងធ្វើការសម្រាយគ្នាយើងទស្សនាបន្តទៀតផងដែរហើយអធិស្ឋានខ្លាំងមែនទែនចំពោះវីដេអូនិងចំណុចខ្វះខាតក៏ដូចជាកំហុសដែលខ្ញុំគឺបានសាងនៅក្នុងវីដេអូនេះផងដែរហើយក៏អរគុណផងដែរសម្រាប់អ្នក donate ខ្ញុំតាមរយៈ AVA និងកងធនាគារផ្សេងហើយមានបងខ្លះគឺមិនតាន់បានចូលក្រុមនោះទេគាត់ប្រហែលជាខិតតែចង់ support ខ្ញុំតែប៉ុណ្ណោះពិតជាអរគុណទៅកាន់ពួកគាត់ខ្លាំងមែនទែនហើយសាច់រឿងដែលយើងនឹងបន្តទៀតនោះគឺជាស្ដេចនៃគ្រោះមហន្តរាយតែខ្ញុំគឺបានធ្វើដាក់នៅក្នុង channel Code Full Official របស់ខ្ញុំនឹងឯងហើយសម្រាប់សាច់រឿងហ្នឹងវាមាន60ភាគជាងដូច្នេះហើយបើយើងធ្វើតវានឹងចេញសាច់រឿងតដូចគ្នាផងដែរខ្ញុំនឹងព្យាយាមបញ្ចប់សាច់រឿងបានលឿននិងធ្វើឲ្យ donator របស់យើងហ្នឹងមើលបានច្រើនផងដែរបើខ្ញុំធ្វើដាក់នៅក្នុងក្រុមបានច្រើនប្រហែលជាខ្ញុំចេញនៅក្នុង YouTube បានច្រើនដូចគ្នាចឹងអធិស្ឋានគ្នាយើងនៅក្នុង YouTube ខ្លាំងមែនទែនហើយខ្ញុំក៏សង្ឃឹមផងដែរថាគ្នាយើងនឹងចែកចំណាយខ្ញុំមួយពីរសម្រាប់ធ្វើសាច់រឿងផ្សេងឲ្យគ្នាយើងបានទស្សនាហើយវាក៏ជាការប្រកួតប្រជែងមួយដែរសម្រាប់ខ្ញុំដោយសារខ្ញុំបង្កើត Gmail ខ្លួនឯងអត់កើតនោះទេបង្កើតវា remove ចោលហ្មងគ្នាយើងបានឃើញចំណាយមួយចំនួនហើយនៅក្រុមចំណាយ Full
ពីចោរបស់ខ្ញុំហ្នឹងគឺត្រូវបានលុបចេញចឹងហើយគ្នាយើងឃើញថាចំណែកតិចខ្លាំងមែនតើឡើយនេះចំណែកខ្លះគឺគ្រប់ព្រោះកាយខ្ញុំក៏អត់ផុសបន្តទៀតផងដែរខ្ញុំមានតែប៉ុណ្ណឹងនោះទេសង្ឃឹមថាគ្នាយើងចូលចិត្តវីដេអូនេះបាយចាំជួបគ្នាសាច់រឿងស្ដេចនៃក្រុមហ៊ុនត្រៃបន្តទៀតសេរីនេះភាគទី32ក៏ឯដើម្បីសងសឹកហងហេតុអ្វីវិញជាមករកអញដូច្នេះហើយអញនឹងធ្វើការដាក់ទណ្ឌកម្មនាងហើយនឹងធ្វើការដាក់ទណ្ឌកម្មឯងដូចជានាងចឹងផងដែរដោយសារតែគេគឺបានប្រើប្រាស់នៅវេទមន្តខ្មៅដាក់ទៅលើលីសាបាត់ទៅហើយដែលអាចឲ្យនាងស្ដាប់តាមបញ្ជារបស់ខ្លួនមែនប៉ុន្តែសានក៏បានប្រាប់វិញថាតែនាងគឺបានដឹងទេថាអាឡានគឺជាសមររបស់ខ្ញុំនោះដូច្នេះហើយដរាបណាដែលនាងគឺបានវេបហាមកកាន់ខ្ញុំការជឿចាប់ទាំងអស់វានឹងធ្លាក់ទៅលើអាឡានពិតជាធ្វើហេរ៉ាមានការជឿចាប់